ខ្ញុំសូមជម្រាបសួរលោកគ្រូអ្នកគ្រូអស់លោកស្រីបងប្អូននិស្សិតទាំងអស់ដែលបានអញ្ជើញមកចូលរួមស្ដាប់បឋកថានាល្ងាចនេះខ្ញុំសូមជម្រាបថានេះជាបឋកថាលើកទី49ដែលអង្គការយុសធររៀបចំឡើងក្រោមកិច្ចសហការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបឋកថាលើកនេះយើងបានអញ្ជើញលោកគ្រូស៊ីយ៉ុនសុភារិទ្ធដើម្បីមកធ្វើបទបង្ហាញក្រោមទានបទដូចអស់លោកស្រីឃើញនៅលើផ្ទាំងអញ្ចឹងគឺនិយាយអំពីចម្លាក់ស្រីសួរនៅតាមប្រាសាទលោកគ្រូសុភារិទ្ធធ្លាប់ជាអតីតនិស្សិតបុរាណវិទ្យានៅសាកលវិទ្យាល័យនេះនៅមហាវិទ្យាល័យបុរាណវិទ្យាហើយលោកបន្តការសិក្សានៅសាកលវិទ្យាល័យ Berkeley នៅសហរដ្ឋអាមេរិកហើយសប្តាហ៍ថ្ងៃលោកធ្វើការនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាអនុរដ្ឋលេខាធិការ lecture that we jointly organize between Royal University of Fine Arts and USauthors organization. And as you see, this evening we invite Mr. Sijon Supirat, who graduated from the Faculty of Archaeology, and after that he continued his master degree at Berkeley University in the United States. The topic he will present this evening is related to the bas-relief of the so-called Apsara. So I would like to invite you to enjoy the presentation. Thank you. ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំបដិជគុណជាម្ចាស់សូមជំរាបសួរលោកគ្រូខ្ញុំលោកគ្រូដែលបានអញ្ជើញមកលោកគ្រូជាពិសេសលោកគ្រូសឿនសុបិយាខានជួបលោកគ្រូយូរហើយឬថាសុខភាពឥឡូវបានប្រសើរជាងមុនបានអញ្ជើញមកស្ដាប់ខ្ញុំបានសូមថ្លែងអំណរគុណដល់អង្គការយុសោធរដែលបានអនុញ្ញាតឲ្យខ្ញុំមានឱកាសនឹងរៀបចំបទបង្ហាញមួយបទបង្ហាញនេះជាដែលអ្វីដែលខ្ញុំនិយាយជាការចាប់អារម្មណ៍ជាការសង្កេតទូទៅមិនទាន់មានមិនបានសិក្សាខ្លះប៉ុន្តែមិនបានសិក្សាឲ្យបានស៊ីជម្រៅលម្អិតឲ្យបានល្អិតល្អន់ទៅលើចម្លាក់ហើយចម្លាក់ដែលខ្ញុំនិយាយនៅទីនេះគឺជាចម្លាក់រូបទេពស្រីដែលនិយាយនៅកន្លែងនេះគឺខ្ញុំហៅនៅក្នុងចំណងជើងថាស្រីសួរហើយចម្លាក់ស្រីសួរនេះទៀតសោតគឺយើងផ្ដោតទៅលើតែរូបស្រីដែលឈរនៅតាមជញ្ជាំង So good evening everyone thank you for coming and my presentation today is to present to all of you rather than my observation of the temples through years of visiting the site and some of the bas-relief itself they struck me on how it related how I would like to understand the ancient time the society itself how it when you look at the image of the carving itself how can the carving itself tell us about the societies about the carvers about the society at the time and in the real time so my presentation here is to focus on what is called Apsara that is called generally called Apsara and I will provide the observations on the Khmer terminologies and how the Cambodian people look at those Apsara, at those figures, and how can we understand by looking closely at those images? How can we tell? How can we learn from the image itself? So, if I think many of you have chance to visit those ancient temples in Cambodia. There are many reliefs that presented on of the female figures represented on the walls of the temples, but those are not what you are called apsaras. Sometimes you can see dancers like right there, and some figures are the images that can represent the divinities in ancient times, and some are representing stories, new mythologies or something like that is depicted. ខ្ញុំបានប្រហែលជាអស់លោកស្រីដែលជាគុណបានធ្លាប់អញ្ជើញទៅតាមប្រាសាទយើងឃើញនៅក្នុងប្រាសាទខ្មែរយើងហ្នឹងមានចម្លាក់
ចម្លាក់ដែលចម្លាក់ស្រីហ្នឹងមានច្រើនបែបច្រើនយ៉ាងហើយចម្លាក់ស្រីមានជួនកាលជារូបឃើញយើងឃើញរូបរាំរូបទេពរាំយើងចេះថាអប្សរាទៅរូបជួនកាលរូបឈរចម្លាក់នៅលើហោជាងក៏អ្នកខ្លះក៏ហៅអប្សរាអ្នកខ្លះក៏ហៅតាមហ្នឹងទៅប៉ុន្តែរូបទាំងអស់ហ្នឹងអាចមានន័យបើសិនជាយើងសង្កេតយើងសិក្សាឲ្យល្អិតល្អន់ទៅយើងអាចដឹងថាជួនកាលជាប់ជារឿងទេពជារឿងដែលតាក់ទងជាមួយទេពតាមការបកស្រាយរបស់យើងប៉ុន្តែជួនកាលទៀតអត់មែនទេហើយអ្វីដែលខ្ញុំនឹងផ្ដោតការបទបង្ហាញរបស់ខ្ញុំដូចខ្ញុំបានជម្រាបមិញថាជាការសង្កេតអំពីរូបចម្លាក់ទាំងអស់ស្រីទាំងអស់ហ្នឹងហើយជួនកាលខ្ញុំប្រៀបធៀបគ្នាទៅដើម្បីស្វែងយល់ថាតើសង្គមបុរាណហ្នឹងវាយ៉ាងម៉េចមនុស្សដែលឆ្លាក់ហ្នឹងយ៉ាងម៉េចគំនិតរបស់ពួកគាត់ដែលយកមកបង្ហាញហ្នឹងយ៉ាងម៉េចនៅក្នុងហ្នឹងនេះជារូបចម្លាក់ដែលយើងឃើញគ្រាន់តែយើងឃើញភាគច្រើនយើងចូលទៅតាមប្រាសាទយើងឃើញរូបមួយអីយើងដើរទៅសួរទៅឃើញមគ្គុទ្ទេសក៍គាត់ប្រាប់ថាហ្នឹងអប្សរាអញ្ចឹងទៅអ្នកស្រុកសពថ្ងៃពីមុនគាត់មិនមែនថាអញ្ចឹងឥឡូវហ្នឹងអប្សរាតាមគេតាមឯងអញ្ចឹងទៅវាមានប្រការច្រើននៅក្នុងរឿងអស់ហ្នឹងជួនកាលយើងឃើញមានអាញាធរអប្សរាហ្នឹងក៏ជាប់ជាពាក្យផ្សេងក៏ប៉ុន្តែពាក្យហ្នឹងនាំឲ្យជាផ្នែកមួយដែលនាំឲ្យគេហៅទៅអញ្ចឹងដែរនេះជាចម្លាក់ដែលយើងបង្ហាញអញ្ចឹង so these are the representations some of the representations of the bas reliefs that I selected but these are the figures carved in the 12th at the end of in the 12th century or the beginning of the 13th century ចំពោះរូបចម្លាក់those ចម្លាក់ទាំងអស់ហ្នឹងយើងដឹងហើយការឆ្លាក់មកយើងគេមិនឆ្លាក់នៅលើហោជាងឬផ្ដែទេដែលចម្លាក់ដែលខ្ញុំចង់មើលហ្នឹងគឺឆ្លាក់នៅលើជញ្ជាំងប្រាសាទហើយយើងឃើញហើយយើងសង្កេតឃើញនៅតាមប្រាសាទយើងឃើញមានឆ្លាក់នៅតាមអាកន្លែងនៅប្រាសាទយើងឃើញឆ្លាក់នៅអាកន្លែងនេះនៅតាមជញ្ជាំងវាហ្នឹងប្រាសាទទូលពីមុនសតវត្សទី12យើងអត់ទាន់មានសំណង់ដែលវែងទេអញ្ចឹងទៅចម្លាក់ហ្នឹងក៏វាមានការប្រែប្រួលការវិវត្តខ្ញុំមិនចង់ហ៊ានប្រើពាក្យវិវត្តព្រោះវាវិវត្តតើមានដំណាក់កាលវាបាទនេះដូចថាទៅដល់កំណត់ពេលមួយនោះគេកើតកំណត់ហ្នឹងហ្មងវាមិនមែនជារូបមួយឃើញកាច់អញ្ចេះទៅវាកងុកទៅតអីចឹងវាអត់មែនជាអញ្ចឹងប៉ុន្តែអាចជាការវិវត្តនៃការគិតដែរជាកំណត់មានប៉ុន្តែដូចថារូបមួយទៅអត់ទេនៅក្នុងនេះយើងឃើញការចម្លាក់ទាំងអស់ហ្នឹងយើងឃើញមានឆ្លាក់នៅតាមជញ្ជាំងដូចថាប្រាសាទដូចយើងឃើញនៅប្រាសាទអង្គរវត្តប្រាសាទនៅក្នុងសម័យបាយ័នយើងឃើញសំណង់ច្រើនដូចជានគរបាជ័យកំពង់ចាមវត្តអង្គរអីហ្នឹងទលេបាទីនៅតាព្រំនៅតាសោមអីយើងឃើញចម្លាក់ទាំងអស់នៅតាមជញ្ជាំងហ្នឹងមានឆ្លាក់នៅតាមទាំងអស់ហ្នឹងបើសិនជាប្រាសាទមុនហ្នឹងជាប្រាសាទទូលឬមួយក៏ប្រាសាទដែលច្រើននៅជុំគ្នាក៏ដោយចម្លាក់ទាំងអស់ហ្នឹងច្រើនតែនៅលើជញ្ជាំងហើយតែមួយទេបាទនេះខ្ញុំបង្ហាញអំពីទីតាំង so these are the locations you might be aware. I think this is very simple. If you are observing the temple you visited, you can see those figures are carved on the walls, you know, and it can be the kind of evolution in the ways of the structures itself, the structure of the temple. When it is the single towers, and then the carving is on the wall, each side of the walls. And if when in the 12th and 13th centuries, the monuments become more complex, and then the bas reliefs represented it. You can see it on the on the walls, and especially by the windows, the so-called window. Sometimes it's not it is window in the ideas, but actually it's not really. But it designed in such a way that it can be clearly identified as the window. នៅក្នុងការសង្កេតជាការសង្កេតរបស់ខ្ញុំនិយាយនេះអាចមានការតវ៉ាយ៉ាងណាទៀតអាហ្នឹងខ្ញុំអត់មានទាស់តែងអីទេប៉ុន្តែយើងអាចជជែកគ្នាបានប៉ុន្តែការសង្កេតផ្ទាល់របស់ខ្ញុំឃើញថារូបទាំងអស់ហ្នឹងដែលមើលតាមចម្លាក់អីផ្សេងខ្ញុំឃើញថារូបទាំងអស់ហ្នឹងមានពីរដំណាក់កាលជាការវិវត្តនៃការគិតពីដំណាក់កាលទី1ហ្នឹងសម័យមុនការស្ថាបនាអង្គរវត្តនិយាយអង្គរវត្តខ្ញុំនិយាយប្រាសាទអង្គរវត្តមិនមែនសម័យអង្គរវត្តទេហើយនឹងមុនហ្នឹងហើយនឹងក្រោយពីសម័យអង្គរវត្តមានបាយ័នមានប្រាសាទនៅក្នុងសម័យបាយ័នប្លែកទៅវិញមិនស្មុគស្មាញដូចនៅអង្គរវត្តហ
ហើយនៅក្នុងសម័យអង្គរវត្តនឹងដូចគ្នាឧទាហរណ៍ដូចប្រាសាទបឹងមាលាបឹងមាលាអីអត់ស្មុគស្មាញទេអត់មានរូបអីច្រើនស្អីស្កាសអីដូចនៅអង្គរវត្តទេគឺសាមញ្ញមិនយើងគួរអានេះជាការសង្កេតជាពិសេសនៅដែលទាញឲ្យខ្ញុំចាប់អារម្មណ៍ហ្នឹងគឺប្រាសាទអង្គរវត្តហ្នឹងឯងហើយក្រោយមកយើងអត់ឃើញទេ so my observation here you can argue on what on my assumptions here. My assumption is that the evolutions of the carving itself, the ideas of carving the figure statues on the walls, there are two steps. One is before Angkor Wat Temple, I say particularly Angkor Wat, and after in Baiyuan, you can generally say Baiyuan periods, because those temple of Baiyuan periods, they have very similar Banon temple, Tasaum, Tapromos, or other of those temples. It have very similar. It's not complicated like the one that is the Angkor Wat temple. In the Angkor Wat time, Angkor Wat style or Angkor Wat period, the temples such as Beng Milia or Wat Atvir, the bas-relief itself is not complicated. It's very simple, standing figures, and that's it. If you can see this evolution, that's my observation. But you might have different eyes or different angles from this. នៅក្នុងយើងមើលយើងសង្កេតឃើញការចាប់អារម្មណ៍ខ្ញុំនិយាយនេះយើងនិយាយរូបដែលយើងដែលគិតថាជាស្រីសួរជារូបដែលគេឆ្លាក់នៅតាមជញ្ជាំងប្រាសាទយើងគិតថាជាស្រីសួរហើយយើងនឹងគិតមើលតែពាក្យហ្នឹងអប្សរាហ្នឹងយ៉ាងម៉េចខ្ញុំនឹងបញ្យល់ទៅតាមក្រោយប៉ុន្តែយើងគិតជាទូទៅថាជាទេពស្រីជាស្រីសួរនៅក្នុងសត្រាដូចជារឿងសង្សិលជ័យអីហៅទេពអប្សរមិននាងទេពអក្សរមិនអក្សរទេមិនមែនអប្សរទេនៅក្នុងហ្នឹងហើយមានពាក្យហ្នឹងប្រើច្រើនដែរទេពអក្សរហ្នឹងប៉ុន្តែនៅកន្លែងនេះគឺខ្ញុំចង់បង្ហាញថាអំពីរូបព្រះហើយនឹងរូបអ្នកដែលយើងគិតថាស្រីដែលជាចម្លាក់ហ្នឹងព្រោះតែខ្ញុំការសង្កេតរបស់ខ្ញុំទៅខ្ញុំឃើញមាននេះជារូបដែលនៅប្រាសាទសបូរព្រៃគុកនៅប្រាសាទសបូរព្រៃគុកយើងឃើញមានខាងលើនេះមានរូបស្រីប្រុសយើងអាចគិតថាជាប្តីប្រពន្ធជាបើជាព្រះដែលមានយើងមិនដឹងទេពណាមួយដោយសារយើងអត់ស្គាល់យើងអាចដូចថាមានយើងត្រូវមានអត្តសញ្ញាណណាមួយសម្រាប់សម្គាល់ព្រះហើយកន្លែងនេះខ្ញុំអត់ដឹងស្គាល់ទេលោកអ្នកណាអាចដឹងថាមានអត្តសញ្ញាណអាចសម្គាល់អីបានអាចជួយប្រាប់នៅកន្លែងនេះប៉ុន្តែពីរអ្នកទៀតគឺជាទេពដែលអ្នកដែលមកជួយដូចថាអ្នកបម្រើបរិវារដែលមាននៅកន្លែងហ្នឹងខ្ញុំបង្ហាញSo what I would like to present here is some ideas that I try to present to all of you about the depictions of not the supreme gods or divine, the deities, but the female attendants that you can identify it or in the later of the evolutions of in the Khmer art of these figures. So these the middle figures here, it's from here. You can see these are the main figures. One man in the middle and the two women right there. These two might be their consorts, and these two are the attendants. So there are the attendants that have been depicted from that period of time. This is from here. Formerly, this one is not the female attendants, but it might be the doorkeepers or something that you can see in the later periods. Right here, from the same temples of Sambor Prekop, like all the complex, you can go and see, observe yourself, mingling in the jungles right there, if it is one. There are two attendants right there. You see, this is some ideas about the attendants of the gods.
This is the main gods right here. I'm not quite sure whether possibly woman, possibly. នេះជារូបមួយទៀតនៅមកពីខាងសម្បូរព្រៃគុកដែលរូបដែលយើងឃើញនៅលើហ្នឹងគេហៅប្រាសាទអណ្ដែតរូបហ្នឹងជារូបប្រាសាទអណ្ដែតដោយសារប្រាសាទអណ្ដែតហ្នឹងអណ្ដែតយកតែមែនតើណាដែលគេឆ្លាក់មកគេអណ្ដែតលើអាកាសមិនអណ្ដែតលើទឹកទេដោយសារមានរូបសត្វទ្រហោះទៅនៅពីក្រោមនេះនៅពីក្រោមហ្នឹងជារូបប្រាសាទអណ្ដែតអញ្ចឹងចម្លាក់ទាំងអស់នេះជាទេពជាច្បាស់ជាបង្ហាញពីទេពហើយមានទេពធំមួយហើយនៅមានទេពដែលជាអ្នកដែលហែហោមជាបរិវារជាមិនដឹងអង់គ្លេសគេថា attendance អញ្ចឹងណាចេះអង់គ្លេសដែរអ្នកចេះជួយប្រាប់ផងនេះមួយទៀតនេះក៏សម្បូរព្រៃគុកដែរយើងឃើញមានវាបាក់ណាប្រាសាទហ្នឹងវាបាក់ទៅហើយអិតហ្នឹងវាងាយនឹងរលុះអញ្ចឹងនៅសល់ភ័ស្តុតាងខ្លះយើងឃើញរូបដែលជារូបស្រីទ្វារធំប្រាសាទធំមានអ្នកនៅអមសងខាងដូចជាមានជាអ្នកដែលអ្នកបម្រើតាមហ្នឹងនេះដូចគ្នាខ្ញុំបង្ហាញដាក់តែរូបស្រី so these are the very similar the main the householders of the gods you know the main gods and their attendants from the same temples of Sambo Prekuk. The first I think some from Trapang Pong. Trapang Pong is one of the temples from in Siem Reap, and you can identify it. You know, it's clearly as the female attendants right there. But we are not quite sure. There are some attributes like I don't know how to call it, like chasing flight. Whisker yes ហើយនៅក្នុងដៃហ្នឹងមានកាន់ផ្កាឈូកឬសំខាន់ផ្កាដូចផ្កាឈូកដែរ so these are the temple from Tapang Pong ប្រាសាទ Tapang Pong 8th century the end of the 8th century I think and there are bas reliefs that it's very interesting to observe in comparing with the other countries like Champa, Indonesia I think to understand these figures but I don't have the chance to make these comparisons for the time being នេះជារូបចម្លាក់ហើយយើងឃើញមានកងដៃរបៀបដូចឥណ្ឌាណាកងដៃហ្នឹងមកជួវែងច្រើនណាស់នេះឡើងនៅជាប់នេះកងដៃគាត់ហើយដៃគាត់កាន់ផ្កាឈូក these are the sorry they are hands holding lotus and whiskers thank you professor នៅក្នុងនេះប្រាសាទតាពាំងផុងបាទឥឡូវល្អហើយគេshare បាទនៅក្នុងប្រាសាទតាពាំងផុងឥឡូវគេផ្លូវទៅស្រួលអីទេមិនពិបាកអីទេមួយទៀតសំទោសមិនមែនតាពាំងផុងទេមិនតាពាំងរុនសំទោសតាពាំងរុនអានេះបានប្រាសាទតាពាំងផុងនៅដើមសតវត្សទី9ក្នុងរវាងដើមប៉ុណ្ណឹងមិនដឹងឆ្នាំណាមែនតើទេប៉ុន្តែគេថាដើមសតវត្សទី9ហ្នឹងនៅក្នុងនេះយើងឃើញមានចាប់ផ្ដើមមានឆ្លាក់រូបនៅតាមអញ្ចាំងនេះដដែលដែលយើងនេះសូមរំលឹកម្ដងទៀតថាយើងចង់ដឹងអំពីតួនាទីហេតុអីបានមានឆ្លាក់រូបហ្នឹងអានេះជាគំនិតថាម៉េចបានគេឆ្លាក់រូបហ្នឹងមានតួនាទីយ៉ាងម៉េចនៅក្នុងប្រាសាទហើយនៅក្នុងគំនិតខ្មែរហេតុអីបានយកមកឆ្លាក់នៅកន្លែងហ្នឹងតើយើងចង់ដឹងនៅកន្លែងមិនត្រឹមនេះនៅតាមប្រាសាទហ្នឹងគេគិតជាជាន់មួយជាន់ពីរជាន់3ជាន់ថ្នាក់វានៅហ្នឹងហើយនៅនេះជាន់ក្រោមគេមិនដឹងមិនរូបឈរដល់ពេលមកជាន់លើនេះរូបនឹងអង្គុយជាយើងអាហ្នឹងដែលឲ្យខ្ញុំបញ្យល់ថាម៉េចខ្ញុំអត់ដឹងប៉ុន្តែនេះជាការសង្កេតយើងឃើញថាវាមានការផ្លាស់ប្ដូរប៉ុន្តែនៅក្នុងប្រាសាទតែមួយហ្នឹងទេបាទហើយរូបប្លែកគ្នានេះយើងមើលទៅប្រាសាទប្រគោ so the previous one was is the Trapang Pong temples and it's very similar you know like the female figures carving on this is the end of early 9th century roughly around that period of time so there is a bas relief right there with stuccos coated with stuccos and the lower one is standing but the upper one so there are tiers the first one the second one and the third one on this the second one you can see the seated figures in
and a palace if you prefer that way or a kind of I don't know a palace something like this នេះគឺរូបនៅប្រាសាទប្រគោប្រាសាទប្រគោយើងឃើញចាប់ផ្ដើមមានឆ្លាក់ហើយឆ្លាក់ហ្នឹងនៅនេះយើងឃើញនឹងជើងនេះត្មងចាប់ផ្ដើមពីជើងហ្នឹងទៅរូបនេះប្រុសទ្វារបាលប្រុសអ្នកកាន់ទ្វារប្រុសប៉ុន្តែដល់ពេលចំហៀងខាងនេះរូបស្រីលក្ខណៈរបៀបហ្នឹងមកវិវត្តមកនៅប្រើយ៉ាងរហូតយើងឃើញមានមកដល់សម័យអត់ឃើញតគ្នាអញ្ចឹងទេប៉ុន្តែមកដល់នៅដូចនៅសម័យនៅសពេលដែលសំណង់នៅប្រាសាទប្រខ័ណ្ឌនៅប្រខ័ណ្ឌនេះមានឆ្លាក់រូបនៅមានស្រីផងមានទូរូបទេទ្វារបាលប្រុសផងទ្វារបាលស្រីផងបាទនេះរូបហ្នឹងដូចគ្នារូបចម្លាក់ហ្នឹងមានកងដៃមានអីនៅលក្ខណៈប្រហែលគ្នាដែរបាទ So this is from the Preko temples 9th century and you can see this is the doorkeepers male doorkeepers and on the side right there you can see the female attendants I call it attendants for the time being this you can see when it come to Bakong this is Bakong this is Lolei this is I think Lolei and this is Phnom Bakhang so it's very simple you see an arc and architectures like this and then a simple evolution there is no complicated depictions very similar to later period for example Prai Rup 10th centuries Banti Srai the famous one and Bapuan it's very similar there are some differences in the hair decorations you know like decoration or dresses adornments but in form itself it's very similar យើងឃើញមិនដូចបានបង្ហាញមិញថាការវិវត្តនៃចម្លាក់ហ្នឹងអត់នេះទេនៅបកោនៅបកោនៅបកងនៅលលៃនៅរហូតទៅដល់នៅខាងភ្នំបាខែងលំនាំដូចគ្នាអញ្ចឹងវាមានខុសគ្នាបន្តិចកាយវិការរបស់កាន់ហើយទៅដៃនឹងកាន់ផ្កាឈូកជួនកាលមានកាន់ផ្កាឈូកជួនកាលមានកាន់ស្អីដូចថាលំពេងហើយដៃមួយដាក់ចុះក្រោមអាហ្នឹងគួរឲ្យចាប់អារម្មណ៍ដែរព្រោះរឿងកាយវិការរបៀបដៃមួយដាក់ចុះក្រោមដៃមួយទៀតកាន់ផ្កាឈូកអាហ្នឹងជាកាយវិការដែលមានលំនាំនៅខាងឥណ្ឌាគេនៅសិល្បៈឥណ្ឌាគេច្រើនគេហៅសប្តាមាត្រិកាជាម្ដាយទាំង8ម្ដាយទាំង7នៅឥណ្ឌាហ្នឹងក្នុងជំនឿគេប៉ុន្តែអានេះខ្ញុំមិនហ៊ានថាទេប៉ុន្តែវាមានកាយវិការដែលយើងគួរឲ្យគិតគួរឲ្យចាប់អារម្មណ៍ដែរនៅក្នុងនោះបាទអានេះដូចគ្នានៅប្រាសាទប្រែរូបប្រាសាទទីស្រីមកដល់បភួនទៅក៏យើងឃើញលំនាំអីរបៀបដូចគ្នាហ្នឹងអត់មានអីប្រែប្រួលប្រហែលប្រែប្រួលតែរឿងសក់រឿងគ្រឿងអលង្ការរឿងសម្លៀកបំពាក់អីមកដល់អង្គរវត្តយើងឃើញមកដល់សម័យអង្គរវត្តហ្នឹងគឺចាប់ផ្ដើមមកយើងឃើញលែងមានអញ្ចឹងគឺថាបើគិតទៅវិញគឺស្រីហ្នឹងច្រើនកន្លែងមានតែងតួនិយាយពីតែងសក់ហ្នឹងតែងដល់ហើយគ្រប់កន្លែងឲ្យម៉ូតសក់ពី3នាក់នេះខុសគ្នា4នាក់នេះខុសគ្នាទាំង4ម៉ូតសក់លោកគ្រូធ្លាប់មានប្រសាសន៍ថាអាហ្នឹងឯងខ្មែរហៅភ្នួងតាក់ទងនឹងបួងរឿងសក់រឿងតាក់ទងនឹងសក់មែនតើនេះច្រើនមែនតើរឿងតាក់ទងនឹងសក់ហ្នឹងហើយមានឆ្លុះកញ្ចក់មានស្អីចឹងទៅហើយរូបទាំងអស់ហ្នឹងក៏អាចឲ្យយើងដឹងដែរនៅពេលនេះនៅសម័យនៅខាងអង្គរវត្តខ្ញុំនិយាយតែប្រាសាទអង្គរវត្តមិនមែនសម័យអង្គរវត្តនៅប្រាសាទផ្សេងៗនេះនេះគឺនិយាយតែអង្គរវត្តមួយអង្គរវត្តហ្នឹងគឺថានារីទាំងអស់ហ្នឹងអញ្ចឹងមានស្អីតែងតួអញ្ចឹងអត់ទាន់អីដូចថានេះបាយ័នសម័យបាយ័នអាចនិយាយបានព្រោះប្រាសាទនៅហ្នឹងដូចគ្នាហើយពេលហ្នឹងអត់ទេពេលហ្នឹងចាប់ដើមត្រឹងវិញក៏ប៉ុន្តែច្រើនហ្នឹងមានរូបច្រើនដោយសារអីដោយសារសំណង់ដែរការវិវត្តនៃសំណង់ដែរដែលអាចឲ្យយើងឆ្លាក់បានហើយយើងគួរចាប់អារម្មណ៍ថាឆ្លាក់តាំងប្រមាណនៅតាមប្រអួចដោយថាអ្នកចាំនៅមាត់ប្រអួចហ្នឹងទៀត So these are the bas-relief of Angkor Wat you see it peculiar it's different from other temples it's so
in based on the traditional text, they say it mentioned in 16th century. I think this is the Angkor Wat, about Angkor Wat 16th century. It said 1,000 figures, female figures. It said in the text. I don't know whether the composer he went down and counted, but it mentioned 1,000. In actual observation by GACP, I think it's more than 1,500 something. It's more than 1,000 figures right there. So, and the carving is not static. It's not static. It have movement. It's very active. It's like in daily life. It's so different only in this temple. And my observation of other temples like Thormanun, Chao Sai, and Wat Atviv, you don't see this kind of presentations. And the reason why, I do not clearly know, but we can make assumptions on the way that it is depicted. Now, the Bayon temples, you can see, one figures. Like it come back to the traditional ways of presenting these attendants. Here are the carving, I'm saying, of the 12th centuries. These are the 12 after Angkor Wat. You can see one simple, but sometimes, they don't do their hair with different hairstyles. They have mirrors at some point. They have mirrors, and some ladies has and it is very interesting. One of the point that I would like to raise is that I don't know why there are so many of these women without with the hair undone. I don't know the reason why. It and depicted like it's so many when I go through those archives of mine. This is the pictures. Sometimes this is not Angkor Wat. This is from one of the temples. She is so proud of herself with the earrings. I have the new one. And another observations on the vegetation that is whole by the female figures. They are not lotus. Like if you say lotus, it's not. Some different kind. They have branches. You can see it right there. They have branches. They are not lotus. If we cannot go by general terms lotus. Now, នេះខ្ញុំចង់បង្ហាញអំពីការវិវត្តនៃចម្លាក់ខ្លះចម្លាក់នេះនៅមិនមែនអង្គរវត្តទេណាអានេះនៅសម័យបាយ័នច្រើនជាងរូបទូលមានតុបតែងសក់មានគ្រឿងអលង្ការអីផ្សេងហ្នឹងប៉ុន្តែនៅក្នុងរង្វង់ដូចជាវាំងឬដំណាក់ឬក៏កន្លែងវិមានរបស់គេហ្នឹងហើយគេមានតុបតែងមានកញ្ចក់មានអីប្រើអញ្ចឹងមិនដឹងនៅឋានសួគ៌ត្រូវការកញ្ចក់ឲ្យអត់ទេប៉ុន្តែនៅនេះមានណាយើងឃើញនៅនេះហើយកន្លែងនេះយើងឃើញមួយដែលគួរឲ្យចាប់អារម្មណ៍គឺស្រីដែលនេះសក់ទុកសក់អាសក់ប្រឡែងចោលនេះហើយដល់ពេលយើងឃើញទុកសក់ប្រឡែងចោលហ្នឹងវាច្រើនណាហើយច្រើនណាខ្ញុំសង្កេតទៅវាច្រើនគួរឲ្យចាប់អារម្មណ៍មិនមែនទាំងអស់ទេណាវាច្រើនគួរឲ្យយកជាទីចាប់អារម្មណ៍ប៉ុន្តែបើគិតទៅបើសិនជាគេបួងសក់វិញអញ្ចេះគ្រាន់តែសាមញ្ញរបស់គេនេះធម្មតារបស់គេនេះវាស្អាតនេះរបៀបនេះខ្ញុំចង់បង្ហាញថាគេគួរណាសក់វែងគួរសាក់ធ្វើមើលស្អាតណាបួងឥឡូវទៅខ្ញុំសរសើរណារំសាយហ្នឹងហើយនេះនាងនេះដូចថាសบายចិត្តបានកវលថ្មីមិនចឹងយកមកពាក់មិនធ្លាប់តិចចិត្តតែលមាស់អារបៀបអញ្ចឹងធម្មតាទេទាំងយើងទាំងគេនីលកាចិត្តអេអារាជាពិសេសចាស់ពេកហ្នឹងហើយចំពោះរុក្ខជាតិដែលកាន់នៅដៃរុក្ខជាតិកាន់នៅដៃហ្នឹងទៀតយើងចេះតែនិយាយថាហ្នឹងកាន់នាងហ្នឹងកាន់ផ្កាឈូកប៉ុន្តែមែនទេអត់ទេណាហើយឲ្យសួរថារុក្ខជាតិអីខ្ញុំអត់ដឹងទេជាដើមមានមែកមានខ្លះផ្កាឈូកមែនអត់ខ្ញុំអត់មានថាអត់ទេប៉ុន្តែបើនិយាយទូទៅថាផ្កាឈូកអត់កើតទេអាហ្នឹងតែបើយើងបើកភ្នែកមើលមែនតែនទៅអត់មែនផ្កាឈូកទេអាហ្នឹងគ្រាន់ថាយើងរៀនគិតរៀនពិចារណាទាំងអស់គ្នាថាវាមានអីនេះហើយមួយទៀត
យើងថាទេពអប្សរបើសិនជាយើងហៅទេពអប្សរនាងនឹងស្អាតលោកគ្រូបានតែសេអត្ថបទនាងទេពអប្សរនាងនេះអប្សរហ្នឹងក៏មិនណយដែរនេះមើលភ្នែកទៅដឹងហើយអសូរតែដូចថាវាចៃដន្យអីបើមួយនេះស្អាតមួយនេះអត់នៅតែជាមួយគ្នាហ្នឹងជាងមិនដែរអើទៅមើលគ្នារឿងហ្នឹងវាប្រកាសជាមានការពិតអីមែនតើហើយនាងនេះនៅអង្គរវត្តនេះខ្ញុំយកមកដាក់នៅអង្គរវត្តថ្មិញគាត់ចំពើណាខ្ញុំនិយាយនេះមិនមែនចង់ចំអកលក់លើឲ្យគាត់ទេប៉ុន្តែដូចថាជាអ្នកបម្រើជាស្អីមានចរិតមនុស្សផ្សេងដោយឡែកពីគ្នារូបស្អាតរូបមិនស្អាតតាមសម្រស់ជួនកាលអ្នកខ្លះគេចូលចិត្តចំពើចឹងដែរមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ដែលខ្ញុំសង្កេតទេហេតុអីបានជារូបចម្លាក់ខ្លះបិទភ្នែកឆ្លាក់បិទភ្នែកអត់ទេខ្ញុំដាក់មានវាមានបើកអញ្ចឹងទៅបន្តិចទៀតបានដល់បិទនេះលោកបិទនេះបិទយើងបើកសិនបានបិទក្រោយខ្ញុំសង្កេតទៅវាឃើញច្រើនហើយមិនដឹងជាមូលហេតុអីបើសិនជាខ្ញុំមើលភាគរយនៅប្រាសាទអង្គរវត្តនគររូបនៅវត្តនគរច្រើនសិតតែបិទភ្នែកឆ្លាក់បិទភ្នែកអញ្ចឹងខ្ញុំអាចលោកគ្រូអាចបានយល់ដឹងរឿងហ្នឹងសូមជួយប្រាប់ផងព្រោះអីនេះបិទតែហ្មងហើយបើថាបើកមិនកើតទេពុកបិទហើយច្រើនបិទភ្នែក so there are some observations we in Khmer we say beautiful as the angels apsara but Apsar and this one there are figures like these are like the eyes are too narrow and in comparing to others so there are these depictions might be representing the realities at the time I'm not quite sure but like there are differences depicting of human being in those societies and if you see Angkor Wat at Angkor Wat the figures are so different from one to another. And another observations is that some of those statues have eyes closed. I don't understand why, but this one quite wide open, and these two. And my observation, I look at it again before preparing for this presentation. I'm not saying majorities of them, but most of I observe quite a numbers of the figures from the temple of Wat Nagor, Kampong Cham. They have their eyes closed. I don't understand. I don't know why they have those eyes closed. These are what I mentioned earlier. These figures are from Prakhan temples. You can see a doorkeepers, male doorkeepers. This is demon doorkeepers, and on the other side is female. It's a female attendants. And here is very similar to I forgot the name of the temple, but you have one doorkeepers, male doorkeepers, and attendants right there. There are many others like that. These ideas is very similar to the one that I previously showed you on of the temples of Preku temple. អញ្ចឹងរូបដែលខ្ញុំបង្ហាញនេះយើងឃើញមាននៅតាមប្រាសាទយើងឃើញមានទ្វារបាលអ្នកចាំទ្វារជាជួនកាលជាទ្វារបាលហ្នឹងមាន2បើមាន2មានយក្សមួយមានទេវតាមួយជាទូទៅមានយក្សមានទេវតានៅក្នុងហ្នឹងហើយនៅជាប់ហ្នឹងមានស្រីម្នាក់ទៀតហើយអាហ្នឹងជាតាមយើងយល់ជាអ្នកបម្រើនៅតាមប្រាសាទនៅក្នុងហ្នឹងជាការដែលយើងតែគិតពិចារណាទូទៅអាចជាទេពទាំងអស់ហ្នឹងអាចជាបរិវារអាចជាយើងបង្ហាញជាបរិវារដែលនៅបម្រើនៅតាមប្រាសាទជាទេពហ្នឹងហើយមួយទៀតអាចជាទេពផ្សេងមិនមែនប្រកាសតែទេពមិនមែនមានន័យថាឆ្លាក់ហ្នឹងឆ្លាក់តែអ្នកបម្រើ attendance អ្នកដែលចាំឆ្មាំប្រាសាទទេពធំហ្នឹងទេក៏ប៉ុន្តែអាចជាទេពផ្សេងដែរខ្ញុំនឹងបង្ហាញបន្តិចទៀតមានចម្លាក់ខ្លះដែលបង្ហាញពីទេពផ្សេងហើយចម្លាក់ខ្លះយើងគួរពិចារណាថាស្អីហើយជួនកាលទៀតយើងគិតថាដូចជាមនុស្សវាដូចជាលក្ខណៈមនុស្សហើយខ្ញុំនិយាយថាខ្ញុំទៅសេក្នុងនេះដាក់ថាវាអាចជាមនុស្សដែលទៅកើតនៅហ្នឹងខ្ញុំចេះតែថាដោយសារក្នុងជំនឿដូចថាយើងបានទៅកើតនៅឋានហ្នឹងអីចឹងទៅប៉ុន្តែយើងឃើញមានអ្នកបម្រើអីនៅអមជាមួយនឹងបាទ so what are
who are those goddess? Who are those the figures? My first assumption is possibly the attendants to the temples, to the main gods. Who are the main gods? We don't know whether the one that the deceased king become the place, and then they become the attendants of the king. And also it can be depicted as certain divinities, female divinities. And also it can be someone that, you know, like reborn in the heaven of in the world of gods. That is, you know, like I don't have the concrete evidence to concrete arguments on that point. Here is just an example of the attendants. You see the female attendants that depicted on the temples. These are the from one of the temples. It's Prairup temples. You can see the two figures that carved on the walls, on the walls of the temples. This is Brahmi and this is Varahi. There is an argument recently presented by, I forgot his name, but he assumed that these are the figures of the carving of these ladies are representing Astamatrika, the 8 mothers, depicted on that walls. It's very it is very interesting, and it can be a kind of arguments on this. And this is another examples of these statues. You can see the statues, and there is a kneeling, small figures right there, and the kneeling for you know, like attending. I don't know why the gods need food. You know, you need in reality you need the offerings that submit to Brahmins or the monks, and then it transfer into them. But why it is here? I think that there is something for considerations. You can see right here as well. There are 2 of them. There are more. Some of the figures are standing on the pedestals. Most of them standing on the pedestals, and some are standing, and some having, you know, some basket with some food or something, you know, like in here, as the attendants, if you prefer. And some others do not have. They have lotus. It's only gods, you know, like representations of God that's standing on, you know, like Tara or Lakshmi or something, you know, standing on the lotus like this. You see. And the famous one is from the recently famous. The statues. Some assume that it's Andhra Devi from that, but I'm not quite sure. You don't have any evidence, no inscription, no such thing. And how can you identify them? You know, you can see the more decorated figures, but these are from the Prakan temples. You can see, and the small bas-reliefs right there. The ladies is on the lotus, and a man is hunting with angrod. There is a small fishing trap, you know, traditional fishing trap right there. This is another. That is the one that is Andhra Devi and Jairi Devi. What some of the, you know, like people try to identify because of the most decorated, you know, like part on these ladies, and then they provoke the assumption as such. And beneath there is a crocodile. It's not, if a crocodile, if she is riding on a crocodile, it can be Ganga. But this is not riding on the crocodile, so there is a crocodile right there, or some sort of aquatic animal. Kapur đi nè mà ra, miền cà la chứ.
នេះខ្ញុំបង្ហាញមិញថាមានរូបដែលយើងអាចគិតថាជារូបដែលជាអ្នកដែលបរិវារទេពបរិវារនៃទេពធំនៅក្នុងប្រាសាទយើងឃើញមាននៅក្នុងរូបចម្លាក់នេះហើយជួនកាលទៀតចម្លាក់ទាំងអស់ហ្នឹងមិនមែនតែបរិវារទេជួនកាលជាទេពធំដែរជាទេពដែលគេទទួលស្គាល់គេគោរពឧទាហរណ៍ដូចជារូបនេះជារូបគេហៅប្រាមីហ្នឹងគឺជាប្រពន្ធរបស់តែព្រំហើយនឹងមួយទៀតឈ្មោះវ៉ារហីមុខជ្រូកព្រៃនាងហ្នឹងនេះប៉ុន្តែនៅក្នុងចម្លាក់ហ្នឹងនៅប្រាសាទនេះនៅប្រាសាទប្រែរូបសតវត្សទី10គេឆ្លាក់នៅលើជញ្ជាំងដែរហើយនៅប្រែរូបហ្នឹងគួរឲ្យចាប់អារម្មណ៍ច្រើនដែរយើងកម្រឃើញចម្លាក់ដែលមានឧទាហរណ៍ថាឆ្លាក់នៅជញ្ជាំងហ្នឹងមានដៃ4ណានៅលើជញ្ជាំងខាងក្រៅហ្នឹងណានៅនោះមាននៅប្រែរូបហ្នឹងមានរូបប្រុសប៉ុន្តែយើងអត់ដឹងថាជាព្រះនរាយឬក៏ព្រះស្អីប៉ុន្តែគ្រាន់តែឃើញថាមានដៃ4នៅនេះនៅប្រាសាទបាយ័ននៅបាយ័នយើងឃើញមានអ្នកដែលគេមានរូបស្រីមួយហើយមានអ្នកម្នាក់មកលិតជង្គង់ហើយមានប្រអប់អីមួយឬកាជើអីមួយដាក់ស្អីដាក់អីវ៉ាន់ស្អីនេះយើងអត់ដឹងថាជាមិនដឹងថាជាស្អីមែនតើណានៅក្នុងហ្នឹងហើយយើងឃើញមានថាគាត់ហ្នឹងមើលថែទាំនេះដូចថាយកចិត្តទុកដាក់លើបាទហើយនេះរូបនេះក៏មានតែមាន2នាក់មានច្រើនទៀតមានរូបផ្សេងទៀតដែលគេបង្ហាញរបៀបអញ្ចឹងរូបខ្លះទៀតយើងឃើញគ្រាន់តែធម្មតាទេប៉ុន្តែនៅឈរលើជាភាគច្រើនឈរមានជើងតម្រដូចជារូបដែលគេគោរពដែរគោរពជារូបដែលគេគោរពរូបខ្លះទៀតគេធ្វើដូចជាបដិមាមែនតើណារូបដែលគេដាក់នៅលើជើងតម្រហ្នឹងមានយើងឃើញបដិមាមានអាស្អីនេះអាដូចកណាត់មកផ្ទាំងឲ្យគេជន់លើអញ្ចឹងណាហើយយើងគិតថាវាជាបើសិនជាទេពធម្មតានេះប៉ុន្តែអាចជារូបដែលគេគោរពអាចអ្នកស្រុកនឹងគោរពឬស្អីអាហ្នឹងអត់ហ៊ានថាទេប៉ុន្តែថាហើយនេះមានរូបខ្លះទៀតជារូបដែលយើងបង្ហាញដែលមានឈរលើផ្កាឈូកយើងឈរលើផ្កាឈូកហើយរូបដែលឈរលើផ្កាឈូកភាគច្រើនជារូបដែលទេពមានដូចជាលក្ស្មីមានអីចឹងទៅគាត់ជាទេពដែលឈរនៅលើផ្កាឈូកនេះច្រើនហើយយើងវាមិនមែនជាទេពអប្សរដែលយើងថាទេពអប្សរឬស្អីស្រីស្នំអីធម្មតានៅក្នុងនេះយើងឃើញមានការបង្ហាញដែរការបង្ហាញរូបដែលគេឃើញមានឈររូបនេះនៅប្រាសាទប្រខ័ននៅប្រាសាទប្រខ័នហ្នឹងគេទៅអុជធូបអីច្រើនណាគ្រាន់បើឥឡូវហ្នឹងកកបហើយនេះមាននៅឈរលើផ្កាឈូកហើយនៅជាប់ហ្នឹងមានអ្នកទៅរត់ត្រីនេះគេរត់ត្រីយើងមើលចឹងអត់ច្បាស់ខ្ញុំមើលនៅក្នុងកុំព្យូទ័រយើងមើលនេះទៅអាចទៅមើលត្មងក៏បានដែរផ្ទាល់ច្បាស់មានរូបរត់ត្រីនៅក្នុងហ្នឹងរូបមួយទៀតហើយក៏រូបពីរហ្នឹងរូបមួយនេះមួយទៀតហើយនឹងរូបមិញហ្នឹងគេយល់ថាជានាងឥន្ទ្រទេវីហើយនឹងជ័យរាជទេវីប្រពន្ធរបស់មហេសីរបស់ព្រះបាទជ័យម៉ាន់ទី7ប៉ុន្តែយើងអត់ដឹងថាអញ្ចឹងមែនអត់ហើយមិនដឹងមានភ័ស្តុតាងកន្លែងណាគ្រាន់តែឃើញមានស្អីមកុដអីអញ្ចឹងទៅយើងថែមថយទៅយើងគិតទៅយើងអាចថាអញ្ចឹងប៉ុន្តែគាត់ថាគេថាអញ្ចឹងគាត់ថាទៅចោះមិនអីប៉ុន្តែនេះគាត់ជូនជាព័ត៌មានថាមានគេថាអញ្ចឹងគេស្វែងយល់គេយល់តែឃើញតែអញ្ចឹងរូបនេះយើងឃើញមានឈរលើផ្កាឈូកដូចគ្នាមានស្អីអលង្ការមានអីមានទាំងនេះដាក់នៅលើថ្ងាក់លើទីលាកានេះហើយនឹងមាននៅពីក្រោមហ្នឹងមានជាន់កពើនេះជាន់កពើមានកពើមួយនៅជាប់នឹងជើងហ្នឹងចំពោះពាក្យអានេះយើងឃើញជាការបរិយាយការប្រើប្រាស់ទូទៅចំពោះពាក្យយើងឃើញមានពាក្យច្រើនដែលខ្ញុំស្រង់ផងខ្ញុំមើលនេះនោះអាចខ្វះអាចលើសមិនថាជាមិនលើសទេអាចខ្វះប៉ុន្តែអាចនឹងនេះពាក្យទី1ដែលយើងឃើញឲ្យសប្តាហ៍ថ្ងៃទេដែលខ្ញុំបានប្រាប់មិញថាអប្សរាយើងថាអប្សរាតាមគ្នាទូទៅទាំងអស់ហ្នឹងមកពីអីហ្នឹងហើយពាក្យមែនតើមិនមែនអប្សរាទេពេលសំស្ក្រឹតវាមានអក្សរអប្សរាសវាមានអាស្អីនោះចុងមួយទៀតនៅខាងចុងហ្នឹងហើយពេលដែលពាក្យខ្មែរយកមកប្រើយើងខ្មែរយើងហៅថាទេពអប្សរហៅជាទូទៅថាទេពអប្សរមានពាក្យខ្លះទៀតអានេះខ្ញុំឮប៉ុន្តែមិនមានអីនៅក្នុងឧទាហរណ៍ដូចលបើកអង្គរវត្តអីអត់ទេមានឮដូចហៅនារីផលអាហ្នឹងនារីផលយើងដឹងថាវាអាចចេញមកប៉ុន្តែបើសិនជាពាក្យមួយទៀតហៅស្រីផលគឺលក្ស្មីនាងលក្ស្មីអាហ្នឹងជាក៏មានពាក្យដែរវាអាចនឹងមានបង្ហាញឲ្យដូចអ្នកស្រីឈ្មោះគាត់មេរ៉ៃបេនេស្ទីគាត់
ស្នើថារូបហ្នឹងជាស្រីផល្លាហ្នឹងជាអ្នកនាងលក្ស្មីដែលបង្ហាញនៅក្នុងស្រុកខ្មែរហ្នឹងនៅក្នុងចម្លាក់ខ្មែរមួយទៀតរតនារីប្រែថានារីដែលអស្ចារ្យនារីដែលប្រសើរហើយនៅក្នុងលបែងអង្គរវត្តនិយាយចឹងមែនថាជារតនារីឆ្លាក់ជារូបរតនារីហើយជានារីដែលប្រសើរនៅក្នុងហ្នឹងប៉ុន្តែគាត់ប្រើពាក្យមួយទៀតគាត់ថាជាភោគកុលវតីអាហ្នឹងគួរយកមកពិចារណាមិនបានប្រើពាក្យហ្នឹងមានពាក្យភោគវតីគឺរូបភោគវតីហើយមួយទៀតយើងឃើញមានដែរដូចមិញប្រសាមិញរូបមិញមានឈ្មោះថាស្រីគ្រប់លក្ខហើយកន្លែងហ្នឹងមានច្រើនទៀតមាននៅប្រាសាទផ្សេងជួនកាលមានរូបទេគេហៅប្រាសាទស្រីគ្រប់លក្ខច្រើនណាស់ច្រើនកន្លែងស្រីគ្រប់លក្ខហ្នឹងហើយឲ្យដឹងថាជារូបស្អីមែនតើយើងអត់ដឹងប៉ុន្តែយ៉ាងណាស្រីគ្រប់លក្ខគឺជាទេពមួយដែលយើងដែលមានការគោរពបូជាហើយមួយទៀតដែលយើងចាប់អារម្មណ៍នេះគឺជាចំណុចចាប់ផ្ដើមនៃការពិចារណាទៅលើចម្លាក់រូបស្រីទាំងអស់ហ្នឹងគឺស្រីស្នំពាក្យស្រីស្នំនេះអ្នកស្រុកនៅខាងសៀមរាបហ្នឹងហៅស្រីស្នំអញ្ចឹងអ្នកហ្នឹងហើយយើងឃើញហើយហៅស្រីស្នំហើយជាពិសេសដែលគាត់ហៅទៅហ្នឹងយើងមើលទៅប្រាសាទវត្តអង្គរវត្តយើងឃើញគេហៅស្រីស្នំអ្នកស្រុកហៅជាទូជារត់មាត់ថាស្រីស្នំហើយមានស្រុកមួយទៀតឈ្មោះថាស្រីស្នំដែរនៅហ្នឹងហើយបើពាក្យហ្នឹងបង្កើតមួយសតវត្ស2សតវត្សមុនប្រហែលអត់ស្រីស្នំទេប្រហែលជាទៅជាស្អីបាត់ហើយនេះជាពាក្យដែលសល់ជឿថាសល់ដែលសល់ពីមុនមកដែលគេយល់ឃើញថាស្រីស្នំខ្ញុំបង្ហាញដែលខ្ញុំយល់ថានេះជានារីផលក៏លោកខុសសុំលោកគ្រូអ្នកគ្រូមីងជួយប្រាប់ផងនេះដែលផលចេញពីនារីដែលចេញពីជាផ្លែកើតជាផ្លែហើយនៅក្នុងវចនានុក្រមខ្មែរក៏បញ្យល់ថាជាផ្លែនៅព្រៃហែមពៀនកើតឡើងមកពួកកធប់អីហ្នឹងចូលចិត្តទៅបេះយកមកស្នេហាមិនដឹងជាស្នេហាឬមិនទេបើគេថាអញ្ចឹងបើកវចនានុក្រមមើលទៅឃើញហើយមួយទៀតចម្លាក់មួយទៀតដែលយើងឃើញដែរគឺរបៀបស្រីរបាំឋានសួគ៌គេអ្នករបាំណានេះទាំងអស់ហ្នឹងនៅប្រាសាទដែរយើងឃើញមានបង្ហាញវាមិនជាប់តាក់ទងប្រហែលទេប៉ុន្តែស្រីដែលគេហៅថាអប្សរាហ្នឹងក៏ជារឿងជាស្រីដែលជាអ្នករបាំនៃអប្សរៈហ្នឹងជារបាំជាអ្នករាំដែរហើយមួយទៀតគួរឲ្យពិចារណាខ្ញុំក៏មិនទាន់បានទៅវែងឆ្ងាយដែររឿងនាងហ៊ីងបថូនីដែលយើងឃើញមានភ្នួងសក់នៅក្នុងនេះរូបនេះយើងរូបដែលឃើញ so there are local terms that refer to those figures those attendants those figures on the walls one of them that is currently used this day and adopted or appropriated by the local communities as well through the tour guides I think is the Apsara they use the term Apsara without regardless of the figures like it referring to the Apsaras like that in Khmer we don't call Apsara we use the term very similar term it Apsor our pronunciation is Apsor and in the past the writing it's so Aksor I don't know Lokru might help explaining this we spell it Aksor like Asoko but we can identify it for example from the text of Sang Salachai they say Niang Tep Aksor Niang Tep Apsor there are names that refer to ladies that carve on the wall as well Niripal it's like fruit bearing lady or the lady that is born out of as a fruit like not as a fruit sorry born from a plant and the other term is Rotniri is a term that is used in the text in the 16th century text that refer and I believe that the composers have very well observed those figures based on their descriptions right there you can see they observe each of the figures and they count it as 1,000 figures as mentioned in the text but in reality they have more than 1,000 1,500 or 600 I'm not quite sure about that the other term is Pokvadai is the term that can be referred to as the Lakshmi Bhagavati Uma Bhagavati or
Uma, Durga as well. So these terms are to refer to those gods. So why they are referring to these names? I'm sure that they have something in their minds that those ladies might, some of them, or maybe all of them, or part of them, or something, can refer to those as the goddess, the wife of the supreme god. Srei Kruplea is another term that is used. It's there are many names of the temples that refer to, and we are not quite sure who is Srei Kruplea, but it can refer to one of the goddess, Lakshmi. Lokru said Lakshmi. And Srei Snom is very it's a quite local term, and it is the term that inspired my observation of this bas-relief. Srei Snom is the attendant of the royal palace, the ladies of the royal palace that serving the kings. So the Khmer peoples viewing those figures as the servants of the kings. So they call it Srei Snom, and the name it quite, I think we can assume that it's not recently invented, but it is invented quite a long time ago, and centuries ago. And there are villages very close to Siem Reap, district very close to Siem Reap, called Srei Snom as well. So there are local names that can refer to those. These are the figures that can be interpreted as the Niripal. The spelling is based on my pronunciation. It's not international one. It's mine. And this is dancers, like celestial dancers that depicted on the temples. Sometimes it dancing in the ponds. It is said that the Apsaras, or the group of celestials, are the fonts of like bathing in the ponds, in the pools. So they are coming in dance. And there are some things that need to have a closer look, is that the associations of these figures with the Maravijaya, the victory over the demons in Buddhism. When the Buddha is meditating, invoking the god of the earth to witness for his enlightenment. So this is one of the observation. I said that because of these are, like you see this figure, and there is a Kala. Kala is the time, or Rihu, or the god of the death and rebirth, and the king is beyond the time. Sorry, not the king. The Buddha is beyond the time, so he's above the Kala itself. And the ladies is down below right there, the figures. And I don't know whether there is some associations. I'm not quite sure. But before the time of before the practice, the widely practice of Mahayana Buddhism in ancient Cambodia, there are some figures, but not depicting as such. There are some stories of the fighting, for example, the killing of the boars, the wild boars, and etc. But not in this. In this period, it's something that inspired them in integrating the ideas of Maravijaya into this. And this is just the beyond the assumption. Suryavarman the second, and then the ladies, the female figures, and I think Suryavarman. Sorry, the second is very interesting. There are bas-reliefs and some of the interpretation that can be seen. For example, this is the god Surya. It's very, like when they are presenting him, it's presenting in a ways that, like it's him. It's a god himself, like you see. And later people painting, I'm not quite sure whether later period after the construction, or the painting itself is from the time. There is it painted with colors. This is the Angkor Wat in the past. The name itself is called Parama Vishnu Loka. It's the world of the highest
the highest world of Vishnu. This is the name. So it is a place where the king Suryavarman II is supposed to be born there. And with this name, when the as I mentioned, there is the bas-relief of Baiyuan of the Angkor Wat is very different from other temples. Of it, complex, simple. It's like daily life. It seems like it is intended that way. And what the author of the 16th century mentioned about their observation is that those bas-relief is the figure of the ladies, of the Kanya ladies, and it is called Ratniri. How Pokavadai. It's the figure of Ratniri is called Pokavadai. So Pokavadai, it can refer to either Lakshmi or Durga or Uma. And it is said by the 16th century author that those figures are the figure of Ratniri, which is, like in his idea, his interpretation is those figures are the figures of the Durga or Lakshmi. It might not be all. And he provide a clear description. Please go and read it. I think it's very insight into ways that he visited the site and describing those figures. He is also, there is a page, more than a page of his descriptions of this. They say that this is when he observed it, he he has the feeling that this is not a stone at all. It's not a carving on the stone. It's like Rup Manu Visai. It's like a human being, it's not like going and watch the stone, just a piece of stone or something, but it is like a lively human being. And he counted Rup Tiang Mui Puan Chona, that there is 1,000, so he already counted at that time. So there are descriptions of how the lady standing or behaving themselves. ខ្ញុំបង្ហាញអំពីរឿងនេះព្រោះខ្ញុំយល់ថាអង្គរវត្តជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍គួរឲ្យយកមកពិចារណានឹងការគិតមើលអំពីរូបស្រីទាំងអស់ហ្នឹងព្រោះរូបទាំងអស់ហ្នឹងប្លែកពីគេប្លែកដោយទាំងចម្លាក់ដូចបានបង្ហាញមិញហ្នឹងរូបចម្លាក់ទាំងអស់ហ្នឹងគឺរស់រវើករស់មែនតើហើយសំបីតអ្នកនិពន្ធនៅសតវត្សទី16លបែងអង្គរវត្តហ្នឹងក៏និយាយថារស់រវើកគាត់ថាគាត់ដើរទៅមើលដូចសឹងតែមិនជឿថាមើលថ្មមើលទៅរូបទាំងអស់ហ្នឹងដូចមនុស្សអញ្ចឹងនេះរូបដែលបង្ហាញមិញនេះដែលគាត់ថាហ្នឹងនៅសម័យបុរាណគេហៅបរមវិស្ណុលោកគឺកន្លែងដែលឋានដល់ព្រះវិស្ណុដ៏ខ្ពង់ខ្ពស់ហើយជាកន្លែងដែលព្រះប្របាទសូរ្យាវរ្ម័នទី2លោកយាងទៅហើយអញ្ចឹងអ្នកដែលទាំងប្រមាណដែលស្រីទាំងប្រមាណហ្នឹងយើងអាចជឿបានដែលថាដែលយើងគិតព្រោះគាត់ទៅគាត់ជាស្ដេចអញ្ចឹងអ្នកដែលទៅទាំងប្រមាណគឺជាស្រីស្នំជាពពួកស្រីស្នំដែលនៅក្នុងគំនិតនៃការពិចារណានៃការដែលគេបញ្យល់កន្លងមកដល់អ្នកស្រុកហ្នឹងគាត់មើលឃើញហ្នឹងគាត់យល់ថាហ្នឹងជាស្រីស្នំអញ្ចឹងដែរលបែងអង្គរវត្តបានបង្ហាញថារូបនាងស្រីដែលឆ្លាក់នៅលើជញ្ជាំងនៅនេះនោះគឺជារូបកញ្ញានេះជាសំទោសនេះជារូបព្រះពិស្ណុការណ្ដាប់សពសារពើការកំ pl ែងគេឆ្លាក់ឲ្យល្អមើលណាជារូបកញ្ញាជាផ្កាអីកាន់ផ្កាដៃឯងខ្លះកាន់កន្សែងឈរដោយចន្លោះគឺគេរៀបរាប់នៅក្នុងហ្នឹងហើយនៅខាងក្រោមទៀតនេះវាម្លងមកឆ្ងាយបន្តិចឯណាទៅចម្លាក់ឆ្លាក់ជារូបរតនារីគាត់ថាឆ្លាក់ទាំងអស់ហ្នឹងជារូបរតនារីហៅភោគវតីគឺស្រីប្រសើរសួគ៌ស្រីប្រសើរសួរពាក្យរតនារីហ្នឹងប្រែថាស្រីប្រសើរពាក្យសំស្ក្រឹតហ្នឹងពាក្យសំស្ក្រឹតទៅប្រែថាអញ្ចឹង excellent woman នៅក្នុងវចនានុក្រមបើជឿតាម Monier William នៅមួយទៀតហើយយើងឃើញលោកតា
nè để tay cầm nạp là bao nè lướt là bao cô quạt ní quạt đã quạt phái chỉ quạt từ mưa còn ai đi mua cái giấy bàn tay quạt phơi sẽ cái đây ăn để bài nâng ló này dương cua tề vô mà mưa là bao cô quạt nâng ai rồi tình ban rồi bàn ní cứ khơi quạt tha quạt đá từ mưa lớp bùm vô chiết mó sậy là quạt đá từ mưa lớp còn hộ được thà về hộ pi mưa đó về ló mưa pe chứ đôi hạ đôi rụp mình nuôi vì say đôi mình nuôi maintain chẳng từ mưa đó men mưa mó đây mưa đôi chia rụp mình nuôi hay rụp tàng on năng quạt rụp anh này tham rụp tàng mùi pón châu này mình đang chia chẳng vậy tham mấy mà pón bên này kia rụp tới khơi mà pón và mùi hồi mà pón thật chứ mà pón và mùi rồi chứ và một pón và mùi rồi trời nên đường đó nhưng khơi ca bằng hai chậm lạ nơi nào để dừng dây mấy trăm tôi chậm bằng hai mấy tha chậm lạ để dừng nơi cô quát bên bên là cái nạp phái bàn tay phái nó mình trưng thế bàn tay đôi chỉ mình nuốt đôi chỉ sừng cung mình nuốt muối chỉ sừng cung muối hơi sừng cung nó dừng mơ tới khơi miên thành nặng nơi khâu năng miên thành nặng miên bay chạy thành nặng khi mình hiện cái nung sỏi bàn tay nung sỏi nó có ai miên say muối đấy miên khơi ta bằng hai chỉ thành nặng miên nè tam bầm ra nè thông mùi tiệt chẳng tới níยังเคยมีรูปนี่รูปแต่ทมมวยสะอาดในกุกตะเรียในกุกตะเรียสละสะอาดมีในตรงนั้นให้เนียงนี่อดเมนนี่คือแต่งตัวหายเนียงต่างอันนี้ก็แต่งตัวหายมันยังดังเคยยังกระปงเธอตำนายมาตำวางชูนี่มายังนี่ยังเคยจีเปิ่มเชื่อถ้าตำวางชูได้ดังทำมาใช่เนี่ยตำวางชูเนี่ยได้มาให้ได้จะเพียงครูนะแม่นะนี่ติดเคยในปัญหานี้ยังเคยมีการไปใช้ระเวียงนี่ประกอบจีเนี่ยทมเนี่ยโดยทาเมเกหรือมวยโกมจ่าใช่ไงปัญหานี้เนี่ยโดยทาเนี่ยโตตายประตอบเนี่ยมือทายตัวมกอดนั่นแต่คำใหญ่นั้นคือไซส์นอมจีประเภทในไซส์นอมแต่ตามหายหอมให้นี่ได้เนี่ยทมยังกีบพอดแต่ยังเคยนั่นนี่โดยเคยจานให้เบอร์นื้อจวนแปรป้วนจะจวนได้แต่ขังเลือจำตัวเหมือนแปรป้วนจวนบักการในจวนบักการคือจวนได้รูปต่างอ่อนนั่งสะอาดนะสะอาดเหมือนเต้นนะสะอาดให้ตามถนัดเตียดในตามถนัดนั่งเตียดในเมียนต่างอ่อนนั่งฉลาดจังนี่ในแปรป้วนฉลาดสะอาดนะให้รูปคืออัดแมนตุ่มเสียข้าวหรือมวยโกดะแต่งกาปุ่งสอยอะไรคือมาตอนนั้นคือดูท่าสลัดหายกับเพลย์อะไรบ้าเพิ่มแต่ปานเบอร์สันจะรูปในขังกราวในวันยังเคยถ่ายรูปต่างอ่อนนั่งเนี่ยคลากระปงเตียงกาเนี่ยคลาปงโยสะเนี่ยคลาชโลกระเจาะเนี่ยคลาจกสปุตเนี่ยคลาเตยเตียงจีสปุตเกเนี่ยคลาเตยไม่หมอกเกเมียนนะในขนมนั่งทนไม่หมอมันบานด่ารูปมานี่ในขนมนั้นให้ยังเคยมีตายครูนไอ้ยังเตยเนี่ยคลาให้มือเตยคลาเทียบชิพลูมุกเวสเดียงคนนี้นะยำใจนี่พลูนั่งดังเถิมปนเนี่ยมุกนั่งมือได้ไปโดยคนนี้ปนเนี่ยรูปเซ็งฉลักเตยพลายปีคนนี้นี่เมียนเนียงคลาโดยทางแบบมันสบายจัดเนียงนี่ช่วยลวงให้เนียงนี่หมอช่วยเตียงมันนั่งจีโยใส่ไปเก็บมันโดยถัดเตยแก่เนียงนี่หมอจับได้ให้ในขณะนี้ก็กวนใหญ่โดยทัชละนั่งใหญ่คณีเนียงนั่งซาสองนั่งน้องอันนี้นั่งนะมีในแต่กวาดตาแต่มือโดยแต่ยมได้ไม่ได้ยมตามือตามกวาดได้โดยคณีในขณะนั้นเมียนเนี่ยใหญ่เนี่ยได้แค่ใหญ่พลูนั่งมกนั่งตั้งฉละตั้งไอ้นั่งโดยคณีมกหลังมูดให้เมียนจานกระไรได้ปีใบกระไรได้เลยไอ้ท่าแค่ใหญ่ทับพลูนั่งอันนี้ฉละเจรูปนี่เนียงมวยนี่ดังไม่ใช่ปนันดังตามยำย้อนใหญ่มวยเนียงเนี่ยปนันใหญ่นี่ใหญ่หมดท้องมันหมดท้องแมนเบอร์เนี่ยใหญ่เนี้ยนะโดยทำเมียนไอซาซองแค่ยังเคยเมียนนะให้เนียงคาเทียเมียนลิขัดสไนฮาเมาปีนามันดังเด้กันลิขัดมวยเมาจังเตอโดยทำเมาปีนี้ยังดังถักวันนั่งมันในสระอายแต่ปูเสียเปะไอ้กูระเบียบโดยท่าเมาปังไอ้จังเตอบ้านลิขัดมวยเยี่ยมสบายจัดไอ้จังนั่งคุยเมื่อมันดังไอ้เนี่ยยังอัดตามจังได้เนี่ยโดยจีกอมรอใส่นาได้นะ
អត់ទេបើបាយគេមិនឈរចឹងទេបាយគេអង្គុយចេះចម្លាក់ហើយនេះជួនកាលមានរូបខ្លះទៀតវាជារូបដែលបង្ហាញអំពីស្រីដូចថាក្មេងមកធម្មក្មេងៗមកចូលនៅវាំងហ្នឹងរូបខ្លះទៀតឃើញមានសកម្មភាពតុបតែងដែលខ្ញុំបានបង្ជម្រាបមិញរូបខ្លះទៀតខ្ញុំយល់នេះដែលខ្ញុំនាំឲ្យខ្ញុំគិតចាប់អារម្មណ៍ចាំមើលនេះនាងនេះមកនេះនាងអត់មានតែងខ្លួនទេមកឲ្យខ្ញុំអត់បានដាក់ខ្ញុំដាក់ដែរនេះមុខគ្នាឡើងកញ្ចប់មិនឃើញអត់មានសบายចិត្តណាមកធ្វើការថ្មីហើយទៅបងនេះលួងអូនអើយមិនអីទេគង់តែដូចអញទេហើយមើលនេះហើយនាងទាំងអស់នេះសោចហើយនាងសោចនេះគឺសោចចំអកហើយនេះឆ្លាក់និយាយ so the carvings of the in Angkor Wat temples if you closely observe you can see hierarchy of the figure itself some are very sophisticated carved and like in a ready posture to attend the kings if you might say so and there are some figures that you can see this is the main and this must be the attendants of these ladies and they are must be proceeding to see the kings or to the royal palace if you can assume in that and I see it's not clear right there are bas-reliefs of such dedicated carving on the wall right there and you can see here this is on the outer walls on when you enter crossing the moat you can see these bas-reliefs but not the outside from the inside that you can see these bas-reliefs and these are the very beautiful when you climb up to the topest tiers and then you can see these figures very beautiful with very decorative and they are ready unlike those ladies that carves on the walls in the like first or second enclosures you can see here some are the ladies in the lower tiers in the lower galleries they are donning their hairs dressing up poking joke one another's pick right there you see here these ladies might be consoling one another there must be something it's representing the real life in the palace in the royal palace they make fun of each other this way and some when I observe it seems like they are twins because their face are alike and some are talking to one another like open mouth and talk to one another and based on the text they really describe in a very similar way that they are talking dressing up like adorning their body with flowers and here is interesting to see the ladies with a letter like there is some writings on here young ladies coming to work these are like the representation is unlike other temples they are in groups of women as in the palace and this is it's interesting that the depictions of I said it here new recruited attendants that just coming into the palace and is mocked by the those who worked there and then mock at these young ladies that's just come and one of them consoling like don't cry or don't be upset you can see her face it's not very very happy and she's very young another interesting observation is
the depictions of women, the stories of women. This is, Lucru knows quite well, the Pikshanata Murti, the representations of Shiva in the pine forest when he is naked, and in Khmer we do not represent showing him naked, but when he is Shiva is so beautiful that attract all the women of the ascetics in the forest, and then to him. Why the stories? And there is another very similar, but not Shiva, Vishnu on the other side. It's women as well. It's something that is associated with women. This is the story. It's not clear, I'm sorry. This is the Nara and Narayana. The story of Nara and Narayana in Hindu mythology. Nara and Narayana is doing the meditations, and Apsaras try to distract them, and Narayana invoked by tapping on his size and create the most beautiful woman. So it's called Urvasi. Uru is the size, and Urvasi is the Apsara, the ladies. So this is very similar. The similar representations. Why? I don't know about the stories, but there is something about women. There is something about women. One is on the Shiva stories, and the other is Vishnu. And similar representations, you can see it on the wall. Right here, Vishnu is meditating. There are ladies. The picture of small woman is going up right there. So why that story? I cannot exactly tell. This one is just to tell you how the depiction of heavens, because in Angkor Wat, luckily there is a representations of heaven and hells, heavens and hells. So heavens here is a man right there, a god, attended by the attendants, with female attendants right there. This is a female deity attended by the gods, and this must be the human being who committed the good deeds and reborn as a god, because this is the depiction of when the deceased departed from this world and reached the worlds of God through their good deeds, and it is a clear representation right there in Angkor. The other interesting, and I think Lucru might have some ideas on this, is the representation of Apsaras. Apsara is something that you can born out. Apsara in Sanskrit they say Apa, the water, and Sara is the pond, meaning born out of water. The terminologies of the term, there might be some different, but there are some explanation in this way. So born in Cambodia, the churning of the Milky Ocean, the most important is not Apsara, is the water of immortalities, Alexis of immortalities. But the representation here is Apsara, and it's very interesting. The other one, after I observe many others bas-reliefs, they don't have the Apsaras. But why? Because of this, it is very long. But in Khmer, they really there is something that is associated with the king himself, whether the king loved to have a lot of women, or the king is inspired by the story of Krishna, because Krishna is the Lord that have 16,000 women in the Krishna stories. And these are the bas-reliefs. Very similar in Bayon, you also have that. I think that is inspired from Angkor Wat. ខ្ញុំគ្រាន់តែទាញសេចក្តីចាប់អារម្មណ៍មួយទៀតតាក់ទងជាមួយនឹងរឿងព្រះឥសូរទេរឿងព្រះឥសូរហ្នឹងប៉ុន្តែវាតាក់ទងនឹងស្រីតាក់ទងនឹងមានស្រីមកស្នេហាហើយសិលាចារឹកក៏មាននិយាយដែរ
ខ្ញុំបាននិយាយសិលាចារឹកនិយាយពីរឿងស្ដេចនឹងដូចថាតាក់ទាញស្រីឲ្យមករាជប្រពន្ធរបស់រាជសត្រូវអីចឹងណាមកមាននិយាយដែរខ្ញុំមិនច្បាស់ថានៅក្នុងនេះគឺរឿងមួយគេហៅព្រះឥសូរទៅនៅក្នុងព្រៃហៅព្រៃស្រល់ Pine Forest នៅក្នុងព្រៃស្រល់ធ្វើទៅសំសិលដើម្បីដោយសារព្រះអង្គធ្វើបាបកម្មកាត់ប្រកេះរបស់ព្រះឥសូរព្រះព្រំមួយទៅព្រះអង្គទៅក្នុងព្រៃដើម្បីនេះទៅហើយទៅដល់ពេលទៅនឹងស្រាតទេទៅដល់នឹងស្រាតប៉ុន្តែប្រពន្ធរបស់ពួកឥសីទាំងប្រមាណលងសម្រស់របស់គាត់ទៅតាមគាត់នៅក្នុងនេះបង្ហាញនេះចម្លាក់ទាំងអស់ហ្នឹងបង្ហាញថាប្រពន្ធឥសីហ្នឹងរត់ទៅតាមគាត់ទាំងអស់នៅក្នុងហ្នឹងហើយរឿងហ្នឹងមិនមែនតែបើសិនជាមួយអញ្ចឹងយើងមិនសូវជានាំឲ្យគិតរឿងវែងឆ្ងាយតាក់ទងជាពិសេសបុគ្គលដែលជាព្រះរាជានោះទេប្របាទសូរិយាវរ្ម័នទី2ទេមានរឿងមួយទៀតតាក់ទងនឹងព្រះនរាយណ៍នេះជារឿងណារ៉ាហើយណារាយណាគេថានៅក្នុងរឿងហ្នឹងព្រះទាំងពីរហ្នឹងទៅសំសិលទៅតាំងធွာអីចឹងទៅហើយមានពួកទេពនិករអីមកបង្ហាញសម្រស់ស្រឡាញ់អីគាត់ក៏ប៉ុន្តែព្រះនរាយណ៍ហ្នឹងអត់នេះទេព្រះអង្គគោះកផ្លូវរបស់ព្រះអង្គទៅបង្កើតជាទេពអប្សរមួយដែលមានសម្រស់ស្អាតលើសនាងទាំងអស់ផ្សេងហ្នឹងអញ្ចឹងទៅនាងហ្នឹងក៏បាត់អស់សម្រស់ទៅនេះជារឿងមួយប៉ុន្តែហេតុអីបានយករឿងស្រីនឹងមកដែរហើយរូបចម្លាក់ជាប់នេះនៅតាមខ្លោងទ្វារចូលនៅអង្គរវត្តទេនេះយើងឃើញមានរូបនេះព្រះនរាយណ៍តាំងសមាធិនេះនៅសមាធិនៅនេះហើយរូបឃើញរូបស្រីឡើងមកជួទៅចូលទៅអង្គរវត្តទៅឃើញណាខ្លោងទ្វារចូលហ្នឹងនៅគុកតារាជណាខ្ញុំអត់បានផ្ទៀងគុកផ្សេងទៀតទេប៉ុន្តែគុកតារាជច្បាស់ថាមានអានេះខ្ញុំគ្រាន់បង្ហាញអំពីនៅខាងនៅអង្គរវត្តមានមួយនរកសួរឋាននរកឋានសួគ៌ណាគេធ្វើបានល្អធ្វើអំពើល្អអត់និន្ទាគ្រូអីបានទៅស្អីនេះមានតែនរកមួយជួយសួរលោកគ្រូនិន្ទាគ្រូទៅនរកធ្លាក់នរកប៉ិនបើអត់ទេដោយថាយកនំយកណែកអីមកឲ្យគ្រូអានេះបានដោយថាបានទៅសួរអញ្ចេះទៅឋានសួគ៌បើស្រីទៅឋានសួគ៌ខាងស្រីទៅប្រុសទៅឋានសួគ៌ខាងប្រុសទៅហើយនៅកន្លែងហ្នឹងមានអ្នកដូចថា attendance អ្នកដែលបរិវារនៅតាមថែទាំហ្នឹងស្រីទាំងអស់នៅក្នុងហ្នឹងយើងអត់ដឹងធ្វើម៉េចហើយមួយទៀតរឿងដែលគួរឲ្យខ្ញុំចាប់អារម្មណ៍ចាំបង្ហាញដែរវាតាក់ទងនឹងស្រីកូនសមុទ្រទឹកដោះនៅក្នុងស្រុកខ្មែរជាទូទៅយើងបង្ហាញតែរូបដែលគោលបំណងនៃកូនសមុទ្រទឹកដោះបានទឹកអម្រឹតប៉ុន្តែជាទូទៅកម្រឃើញបង្ហាញបានទឹកអម្រឹតដែលបង្ហាញគឺ3តម្រៃសេះហើយនឹងស្រីគឺ3អាហ្នឹងតាក់ទងនឹងពរាជាយើងយល់អាហ្នឹងក្នុងគំនិតហ្នឹងតាក់ទងនឹងស្ដេចត្រូវមានទ្រព្យទាំង3ហ្នឹងហើយនឹងមួយទៀតនោះដែលយើងឃើញនៅនេះអត់អញ្ចឹងទេទៅជារូបនាងទេពអប្សរនេះខ្ញុំបានរាប់ទេប្រហែលរាប់រយមិនដឹងថាជាង100ទៅចុះអាចច្រើននៅក្នុងហ្នឹងហើយយើងមើលឆ្លាក់ហេតុអីបានយករឿងហ្នឹងមកដើម្បីចង់និយាយថារូបទាំងអស់ដែលខ្ញុំឆ្លាក់ហ្នឹងគឺចេញពីហ្នឹងឬមួយក៏ស្អីអានេះគ្រាន់តែសុំជូនជាការពិចារណាទាំងអស់គ្នាហើយខ្ញុំក៏សូមបញ្ចប់ត្រឹមនេះដែរបាទអរគុណ សូមអរគុណលោកគ្រូ Thank you so much for your interesting and thoughtful presentation and yes it is such a thought-provoking and personally I learned something new from your new perspective you share and next time when I go to Angkor Wat I will pay more attention to observe those ladies. It's time for Q&A. If you have any question, please feel free to ask our speaker. We still have time. Raise your hand. I will pass the microphone. អស់លោកគ្រូអ្នកគ្រូបើសិនជាមានសំណួរសូមអញ្ជើញបាទសូមសរសើរការបង្ហាញអត្តកថានេះខ្ញុំចង់សួរលោកគ្រូថាលោកគ្រូបានបង្ហាញឋានៈនៃអប្សរាយើងហៅអប្សរាចុះស្រីស្នំឬស្អីអត់ហ្នឹងក៏ប៉ុន្តែអត់ឃើញបង្ហាញទិសអាចទិសនឹងជួយបកស្រាយរឿងស្ត្រីអត់នឹងបានឬអត់ដូចជាឧទាហរណ៍លោកគ្រូសួរមកថាត្រីបានមាន
ស្ត្រីនាងអស់នឹងបាត់ភ្នែកអាចទើអីទៅខាងកើតយើងអាចបកស្រាយដល់ស្រួលថាប្រហែលថ្ងៃចាំងសូមអត់ទោសគាត់ជំរាបលោកគ្រូចេះនៅខ្ញុំនេះដែលខ្ញុំសង្កេតបានមុនដំបូងអត់បានមើលលំអិតទៅមើលភ្នែកអីចឹងទេដល់ពេលមើលយូរទៅឃើញបាត់មួយឃើញបាត់ច្រើនហើយខ្ញុំមិនហ៊ានទៅបកស្រាយថាយ៉ាងម៉េចដូចក្នុងគំនិតដូចលោកគ្រូបានមានប្រសាសន៍ថាបើសិនតែបែរទៅកើតយើងត្រូវនេះប៉ុន្តែរូបចម្លាក់ហ្នឹងអត់ទេលោកគ្រូនៅវត្តអង្គរហ្នឹងនៅកន្លែងផ្សេងហើយបាត់ច្រើនកន្លែងហើយដូចថាយើងបាត់ភ្នែកទៅក៏លួចាំតែស្ដាប់គេហៅប្រើអីមិនដឹងណាលោកគ្រូប៉ុន្តែខ្ញុំហ៊ានបកស្រាយទេអាហ្នឹងព្រោះយើងឃើញអញ្ចឹងចាំមើលសង្កេតតទៀតបើនៅដូចនៅខាងអង្គរបាត់ភ្នែកដែរដូចនៅខាងខ្ញុំមើលទៅវានេះខ្ញុំត្រូវតែសង្កេតតទៅទៀតវាបាត់របៀបម៉េចហើយក្នុងបាត់ហ្នឹងក្នុងន័យអីខ្ញុំអត់ដឹងដែរបាទ he asked Professor Sensube asked me about the should I consider the directions of the figures with the eyes closed but my observation to that figures are not related to the direction of the east. For example, when he mentioned about facing east, you are facing the sun, so it is obliged to close your eyes. But I don't think that is the case. សូមជម្រាបសួរលោកគ្រូតាមរយៈបទបង្ហាញខ្ញុំរៀនសូត្របានច្រើនមែនតើធ្លាប់ទៅមើលប្រាសាទអង្គរវត្តហើយនឹងបណ្ដាប្រាសាទផ្សេងច្រើនដងមិនតែបានគេដល់ពេលលោកគ្រូបានធ្វើបទបង្ហាញនេះចាប់ដើមឆ្លុះបញ្ចាំងត្រឡប់ទៅពេលដែលបានទៅទស្សនាប្រាសាទទាំងអស់នោះខ្ញុំមានអារម្មណ៍ថាដូចជាបានឃើញនៅអ្វីថ្មីច្រើនខ្ញុំចង់សួរលោកគ្រូសំណួរមួយដែលខ្ញុំធ្លាប់អានសភៅតាក់ទងជាមួយនឹងរូបតំណាងព្រះបាទជ័យវរ្ម័នទី7រូបព្រះនាងឥន្ទ្រទេវីព្រះនាងជ័យរាជទេវីដោយសារតែនៅក្នុងប្រាសាទបាយ័នប្រាសាទបខណ្ឌអីមួយចំនួនហ្នឹងគឺគេធ្លាប់ពិពណ៌នាអំពីគ្រឿងអេសរិយយសពេញតួរបស់ព្រះមហាក្សត្រដូចជាព្រះបាទជ័យវរ្ម័នទី7ព្រះអង្គពាក់មកុដកពូល3ហើយគ្រឿងអលង្ការមួយចំនួនហាក់ដូចជាវាមានតែសម្រាប់បុគ្គលដែលជាន់ខ្ពស់បំផុតនៅក្នុងសង្គមតែយើងអាចនិយាយបកស្រាយថារូបចម្លាក់មួយចំនួនឧទាហរណ៍ដូចជារូបនៅក្នុងប្រាសាទបាយ័នឬក៏រូបនៅក្នុងប្រាសាទបខណ្ឌឯមួយចំនួនអាចជាតំណាងព្រះបាទជ័យវរ្ម័នទី7ឬក៏ព្រះនាងជ័យរាជទេវីឬក៏ព្រះនាងឥន្ទ្រទេវីអីបានទេលោកគ្រូដោយសារតែពេលខ្លះដោយសារតែព្រះអង្គគឺជាកម្ពូលចង់និយាយថាជាក្សត្រដែលល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាឧមាយើងចង់ធ្វើជារូបតំណាងឲ្យត្រង់ជានិមិត្តរូបអីអញ្ចឹងយើងត្រូវការអរិយាបថគ្រឿងអេសរិយយសមួយចំនួនដើម្បីសម្គាល់អំពីព្រះអង្គអញ្ចឹងលោកគ្រូតែឥឡូវហ្នឹងតាមរយៈការស្រាវជ្រាវរបស់លោកគ្រូអាចផ្ដល់ជាពលិយ៉ាងម៉េចខ្លះដែរលោកគ្រូក្នុងករណីហ្នឹងប្រាសាទហ្នឹងក្តីហ្នឹងគឺឧទ្ទិសទៅសម្រាប់ស្ដេចហើយធម្មតាយើងដើរទៅមើលតម្រៃដែលឆ្លាក់ធម្មតានៅទិសខាងកើតតម្រៃហ្នឹងក្បាល3តម្រៃហ្នឹងតម្រៃជាទិសប្រអិនអញ្ចឹងគេត្រូវឆ្លាក់រូបប្រអិនជាតម្រៃហ្នឹងប៉ុន្តែនៅកន្លែងក្តីហ្នឹងគឺគេអត់ដាក់រូបប្រអិនជាតម្រៃធម្មតាប្រអិនជាតម្រៃដែលមានមកុដតម្រៃហ្នឹងណាទូចមួយណាកូនតម្រៃទូចមួយគេដាក់មកុដដែរចំពោះសំណួរដែលបងអូនសួរមិញតាមខ្ញុំយល់បកស្រាយបានយើងចង់បកស្រាយយើងបកស្រាយចោះអត់មានណាថាប៉ុន្តែដូចថាឥឡូវយើងយកភ័ស្តុតាងថាម៉េចឲ្យច្បាស់ត្មងអាហ្នឹងដូចខ្ញុំក៏មិនហ៊ានថាយើងអាចបកស្រាយដូចខ្ញុំចេះថាមកកណោមិញនិយាយមកកណោចេះថាចូលយើងចេះថាទៅបានប៉ុន្តែការពិតវាអត់មានស្អីមួយដែលបញ្ជាក់ឧទាហរណ៍ថាឥឡូវគេនាំគ្នានិយាយថានោះប្របាទជ័យវរ្ម័នទី7ប្រាប់មើលកន្លែងណាថាជ័យវរ្ម័នទី7នោះកន្លែងណារូបកន្លែងណាតែថានោះហើយរូបអីជ័យទេវីរាជិន្ទ្រាទេវីអីណាមានស្អីដែលប្រាប់ថានោះយើងវាអត់ដឹងណាយើងអត់ទេប៉ុន្តែនិយាយនេះអត់មានបន្ទោសបង្អាប់រឿងគិតតោមនោះក្នុងចិត្តខ្ញុំតោមនោះជាមួយបងអូនដែលលើកហ្នឹងទេប៉ុន្តែខ្ញុំថាយើងអាចបកស្រាយបានយើងអាចលើកជាសេចក្តីស្នើបានប៉ុន្តែថាអាហ្នឹងវាត្រូវតែថាអញ្ចឹងហើយខ្ញុំថាអញ្ចឹងហើយត្រូវតែត្រូវអាហ្នឹងស្រេចលើគេអ្នកជឿអូនអើយលោកគ្រូមានអីថា I also have a question ទេមកគេសួរថាមានអីទេអញ្ចឹងអីបន្តិចទៅ
នេះចេះទេដើម្បីនិយាយរឿងពាក្យអប្សរានោះណាពាក្យហ្នឹងអត់មានទេក្នុងខ្មែរពីមុនមកណាខ្ញុំឲ្យឧទាហរណ៍មួយនិយាយទៅប្រុសងាយយល់បំផុតអាបៀនមកសុកសៀមហ្នឹងសៀមគេហៅស៊ីងខ្មែរយើងត្រូវថាសឹងណាធម្មតាប៉ុន្តែខ្មែរទាំងអស់បៀននៅសាក់ហៅស៊ីងហាដល់សៀមគេថាស៊ីងហេតុអ្វីបានយើងទៅថាស៊ីងហាមកពីយើងមើលអក្សរដែលគេដាក់ជាឡាតាំងនោះវាមានអាចុងព្រឹកមិញខ្ញុំឃើញស្អីមួយទៀតប៉ុន្តែខ្ញុំរកនឹងឃើញណាដូចគ្នាអញ្ចឹងគឺសៀមនោះគេថាត្រូវរបស់គេឯងនេះត្រូវតែមានអាចុងដោយសារមើលអាឡាតាំងនោះឃើញណាមានក្រុមខ្ញុំក្នុងហ្នឹងខ្ញុំស្គាល់ស្ទើរទាំងអស់ហ្នឹងថាស្គាល់ទាំងអស់ក៏បានដែរក្រុមតន្ត្រីមួយនោះចំពោះខ្ញុំអរេ pop music ខ្មែរហ្នឹងគឺថាវាអស់ប្រកែត្រឹមពួកហ្នឹងពួកហ្នឹងគេទៅប្រឡងតន្ត្រីនៅក្រុងកែបខ្ញុំនិយាយនេះអាចខុសមួយឆ្នាំអីណាប៉ុន្តែតាមខ្ញុំគិតទៅប្រហែលជាឆ្នាំ64វាអាចឆ្នាំ63អីក៏មិនដឹងដែរណាឬក៏65ក៏មិនដឹងប៉ុន្តែតាមខ្ញុំយល់64បទគេនឹងប្រឡងបានលេខ1បទគេនឹងឈ្មោះទេពអប្សរក្រុងកែបហើយឥឡូវហ្នឹងយើងអាចទៅរកក្នុង YouTube ឃើញចេញមកអប្សរខ្ញុំចង់ច្រៀងតាមផងឥឡូវហ្នឹងគេធ្វើអប្សរគេធ្វើសំឡេងច្រើនគ្នាណាហ្នឹងមួយអប្សរទេអត់មានអប្សរាទេឃើញណាមួយឆ្នាំក្រោយមក SKD ចេញទឹកអប់មានទឹកអប់ហ្នឹងគេអត់ដាក់អក្សរខ្មែរទេគេដាក់អប្សរាគេដាក់ជាអក្សរឡាតាំងណាខ្មែរវាត្រូវមើលអប្សរបណ្ដល់ទៅដាក់ជាឡាតាំងណែខ្មែរមើលអប្សរាពាក្យហ្នឹងកើតមកពីនឹងក្នុងខ្មែរអត់មានទេអប្សរានោះតែប៉ុណ្ណឹងបានកំវិញពេកខ្ញុំមិនថាមានសំណួរឥឡូវលោកគ្រូឆ្លើយបាត់ហើយបាទសំណួរហ្នឹងឯងដែលសារខ្ញុំមកពីសៀមរាបហើយខ្ញុំដើរមើលប្រាសាទច្រើនដែរហ្នឹងហើយទៅយើងបានសិក្សាសិលាចារឹកខ្លះដូចជាប្រាសាទប្រទេសឆ្មាលោកគ្រូគឺស្ទើរឡើងសម្រាប់រាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី7គាត់បានចូលទីមង្គលហើយទៅនៅក្នុងហ្នឹងមាននិយាយឈ្មោះរូបទេពស្រីនៅជញ្ជាំងហ្នឹងតំណាងឲ្យរូបព្រះមេដារបស់ព្រះអង្គឈ្មោះឥន្ទ្រទេវីហើយឈ្មោះរបស់គាត់ហៅថាណាយ៉ាគីដូច្នេះហើយខ្ញុំបានសិក្សាមកពាក្យថាណាយ៉ាគីហ្នឹង honoring like it's very close to a king named Jayavarman and then sometimes we call him Jayavarma Deva so that means they patronize themselves as God walking on earth so Nayagi is the female form of Nayaga like a heroine in the how we call a way so can you having think about that we should adding another name beside the list you have and now name as Nayagi it's a Sanskrit word come from South Indian ខ្ញុំចាំយកទៅពិចារណាចាំមើលប្រភពនេះសិនហើយហ្នឹងហើយអរគុណច្រើនណាស់ចាំយកមកនេះបាទ So my question was Locru's period you said the way the king show off his wealth is tamhai elephant horse ហើយនឹង Sri ហ្នឹងស្អីគេស្អីក៏ស្ត្រីក៏ស្អី Sri ហ្នឹងលោកគ្រូសុំបកប្រែច្រើនយល់Sri ហ្នឹងគឺនាងលក្ខមី So her question was about the I mentioned about the churning of the Milky Ocean. The treasures that recovered from the churning was the elephant. In Khmer mythology, the elephant, Shri, and elephant, Shri, and a horse. So the three of them. So she wondered what is Shri. Shri is Lakshmi. That after the churning, Vishnu took her as his wife.
ចាអរគុណលោកគ្រូខ្ញុំមានសំណួរតាក់ទងទៅនឹងទេពស្រីគ្រប់លក្ខជាទូទៅទេពស្រីគ្រប់លក្ខនេះមិនថានៅក្នុងចម្លាក់សូម្បីតែមានរូបដែលគេផុសលក់ច្រើននៅក្នុង Facebook អីចឹងដែរបច្ចុប្បន្នក៏មានដែរអញ្ចឹងខ្ញុំចង់ដឹងថាតើការដែលគោរពបូជាទេពស្រីគ្រប់លក្ខហ្នឹងជាទូទៅជំនឿខ្មែរយើងគឺគោរពនៅក្នុងន័យអ្វីខ្លះដែរលោកគ្រូខ្ញុំខ្ញុំអត់ដឹងដូចថាជាអីប្រកាសប៉ុនលោកគ្រូមិនមានប្រសាសន៍ថាជានាងលក្ស្មីស្រីគ្រប់លក្ខណាហើយជាការគោរពខ្ញុំអត់ដឹងជារបៀបរបបគោរពរបៀបម៉េចរូបក្នុងរបៀបម៉េចខ្ញុំអត់ដឹងប៉ុន្តែបើថាលក្ស្មីយើងមានមកកណោជាស្រីនោះណានាងនេះហ្នឹងហើយយើងមានឈ្មោះតាមប្រាសាទអាការលក់ដូររបស់គេហ្នឹងខ្ញុំអត់ដឹងទេអានោះនឹងគេបញ្យល់យ៉ាងម៉េចគេតាក់ទាញយើងយ៉ាងម៉េចហើយនេះខ្ញុំអត់ដឹងដែរហ្នឹងបាទសំទោសបាទផាហ្គាវទីណាខ្មែរថាភោគវតីហ្នឹងគឺដែលខ្ញុំធ្លាប់ឃើញពីមុនមកគេសំដៅទៅនាងឧមាព្រោះគេដាក់ជាប់គ្នាណាឧមាភោគោវតីដាក់ជាខ្មែររបៀបសម័យកណ្ដាលហ្នឹងហើយលក្ស្មីហ្នឹងវាច្រើនស្រីគ្រប់លក្ខហ្នឹងហើយបាទជាដំបូងខ្ញុំសូមជំរាបសួរលោកគ្រូហើយនឹងលោកគ្រូអ្នកគ្រូដែលមានវត្តមាននៅទីនេះខ្ញុំមានសំណួរមួយចង់សួរទៅលោកគ្រូដោយសារលោកគ្រូបានធ្វើបទបង្ហាញពីរូបស្រីនៅប្រាសាទតាមជញ្ជាំងប្រាសាទអង្គរវត្តហ្នឹងខ្ញុំចាប់អារម្មណ៍នៅចម្ពុកមួយនៅក្នុងកំណត់ហេតុរបស់លោកជីវតខ្វាន់ដែលបកប្រែដោយលោកលីធៀមតេងហ្នឹងគាត់មានចម្ពុកមួយគាត់និយាយពីពពួកស្រីមួយក្រុមដែលគាត់ហៅថាជេងគៀឡាងដែលលោកលីធៀមតេងគាត់សន្និដ្ឋានថាត្រូវនឹងពាក្យស្រឹងគៀគាត់ថាក្រុមស្រីអស់ហ្នឹងគឺមានគ្នាប្រហែលជា1000ទៅ2000នាក់ហើយដើរច្រប់ក៏យើងរបៀបថាធ្វើការសពសារពើនៅក្នុងព្រះបរមរាជវាំងតើអាចទេដែលថាក្រុមជាងដែលគាត់ឆ្លាក់រូបហ្នឹងគាត់ត្រាប់តាមរូបរបស់ពួកស្រីស្រឹងគៀទាំងអស់ហ្នឹងព្រោះដោយសារយើងដឹងហើយថាក្នុងវាំងគឺជាកន្លែងតឹងរឹងកន្លែងដែលគេហាមឃាត់មនុស្សប្រុសមិនឲ្យចូលប្រទេសផ្ដាស់អញ្ចឹងមានន័យថាក្រុមជាងទាំងអស់ហ្នឹងគាត់មិនងាយអាចឃើញថាមហេសីឬក៏ស្នំរបស់ស្ដេចទេអញ្ចឹងគាត់អាចឃើញត្រឹមតែថាពួកស្រឹងគៀដោយសារពួកហ្នឹងគាត់នៅខាងវាំងក្រៅអញ្ចឹងគាត់អញ្ចឹងអាចថាក្រុមជាងគាត់អាចឃើញអញ្ចឹងអាចរូបហ្នឹងជាពួកស្រឹងគៀដែរទេព្រោះតែបើថាជារូបហ្នឹងជារូបស្រីស្នំក៏ព្រោះយើងដឹងថាជាងគាត់មិនងាយអាចឃើញអីពុនស្ដាច់អីចឹងផ្សេងយើងក៏អាចថាជាស្រឹងគៀប៉ុន្តែក្នុងកំណត់ហេតុរបស់ជាតខ្វាន់គាត់ថាពួកស្រឹងគៀហ្នឹងគឺអាចមានប្តីស្រីឲ្យនៅខាងក្រៅបានអញ្ចឹងអាចថាក្រុមពួកស្រីទាំងអស់ហ្នឹងអាចជាប្រភេទពួកស្រឹងគៀទាំងទេមិនមែនជាពួកស្នំផុសស្ដាច់ទេលោកគ្រូហើយមួយទៀតខ្ញុំចាប់អារម្មណ៍លើវត្ថុដែលក្រុមស្រីអស់ហ្នឹងកាន់មានអ្នកខ្លះគាត់កាន់ជាកន្សែងមានជារូបផ្កាមានភាជមានជាស័ក្តិសេកតាវត្ថុទាំងអស់ហ្នឹងអាចថាជាវត្ថុកំដរដៃដែលថាស្ដាច់សពបតីចំពោះដល់នាងអស់ហ្នឹងគាត់ធ្វើការងារបានល្អទៅគាត់ប្រទានឲ្យទុកជាវត្ថុអនុស្សាវរីយ៍ដែរទេលោកគ្រូសេចក្តីខុសត្រូវយ៉ាងណាសូមលោកគ្រូកុំប្រកាន់ព្រោះដោយសារខ្ញុំរៀនសូត្របានតិចតួចបាទសូមអរគុណលោកគ្រូនិយាយអារឿងអាចនឹងស្អីក៏អាចដែរហើយខ្ញុំអត់យើងអត់ដឹងអានេះអត់ដឹងអត់មានស្អីអត់មានអីមែនតែនហើយឲ្យថាឲ្យប្រកាសអត់ប៉ុន្តែដូចថារឿងអលង្ការរឿងគ្រឿងអលង្ការមិញខ្ញុំយល់ថាមានរូបខ្លះយើងទៅដល់ឃើញអ្នកខ្លះមានខ្សែកអាខ្សែកនោះថាគេយកបងមកក្រួយចេះអាបតង់ធំនៅក្នុងហ្នឹងហើយហាក់ដូចជាសបាយមានន័យថាយើងមិនដឹងថាបរិជាប្រទៀនឬអ្នកណាគេប្រទៀនយើងអត់ដឹងណាអាហ្នឹងក៏អត់ដឹងដែរថាអ្នកណាក៏អាចដែរនេះអញ្ចឹងខ្ញុំអត់ហ៊ានឆ្លើយថាស្អីស្រឹងគៀនៅក្នុងសេចក្តីបរិយាយរបស់ជីវតខ្វាន់នោះស្អីយ៉ាងណាខ្ញុំអត់ហ៊ានថាឲ្យច្បាស់ទេអ្នកគេយកមកឆ្លាក់ហ្នឹងប៉ុន្តែយើងដឹងថាបើបងប្អូនឯងទៅសង្កេតនៅតាមប្រាសាទនោះឃើញហើយរូបទាំងអស់អត់មុខអត់ដូចគ្នាទេប្រកាសជាគាត់ឆ្លាក់តាមណាលើកលែងតែរូបខ្លះដូចខ្ញុំឃើញខ្ញុំសង្កេតមើលទៅវាអាចជាកូនភ្លោះតែខ្ញុំសង្កេតទេណានេះក៏អាចដែរមិនប្រកាសទេប៉ុន្តែអ្នកខ្លះគូមានរូបខ្ញុំដាក់មកដែរបញ្ញត្តិបានបញ្យល3នាក់ហ្នឹង
គឺថាមុខដាច់គ្នាហ្មងមានអាខ្លះកប៉ុលអាខ្លះកប៉ោងឲ្យទៅ3នាក់ខ្ញុំបានបញ្យល់មិញហ្នឹងវាមានរូបនេះមានច្រើនសុំទៅសង្កេតមើលខ្លួនឯងទៅខាងលើមួយយ៉ាងទៅខាងនៅខាងក្រោមមានស្អីដែលយើងអាចយល់អំពីសង្គមនឹងច្រើនបាទ Yes, thank you so much for your talk. I was wondering if during your research you found any evidence about the stone carvers themselves who created these images, how they worked, where they worked, what their process was, and do you think that it's still possible to find evidence of this, either in text or inscription or archaeological sites? I think there are some references in the inscription, say referring to the architects, like Silapin or something, and also in the middle period, also the carving on the northeastern corner, there is an inscription referring to the royal architects who commissioned by the king to carve, like the later the 16th century carved later after that. So you can see that for the actual workshop or we do not exactly know. There are some research is conducting, I think, or have been done already. I'm not quite sure about where the quarries. They are trying to understand the quarries of the where the stones are from. Of course, I think there must be workshops nearby. There are some bronze workshop studies in the Royal Palace of Angkor recently as well. It's conducting, I think, it's ongoing project. So to say for precise to say precisely on the matters, I cannot confirm on that. Thank you. យើងអាចជូនបានពីសំណួរទៀតសូមជម្រាបសួរលោកគ្រូខ្ញុំឈ្មោះមកមីលីខ្ញុំមកពីសៀមរាបដែរហើយខ្ញុំជាចុងភៅឯមួយរយៈកាលនេះខ្ញុំពេញចិត្តជាមួយនឹងរឿងប្រវត្តិសាស្ត្រមួយចំនួនដែរខ្ញុំបានឆ្លងកាត់ជាមួយនឹងបទពិសោធន៍មួយចំនួនហើយដោយសារខ្ញុំនៅសៀមរាបខ្ញុំចូលចិត្តទៅប្រាសាទអង្គរវត្តហើយខ្ញុំមើលឃើញរូបមួយបើសិនជាចំណេះដឹងហើយនឹងការដែលខ្ញុំបានឆ្លងកាត់ហើយទៅរៀនទៅមើលស្វែងយល់មួយចំនួនខ្ញុំសូមឱកាសនេះខ្ញុំបកស្រាយបន្តិចបន្តួចបានទេលោកគ្រូមានរូបមួយខ្ញុំសូមទៅខាងមុខបន្តិចបានលោកគ្រូមានរូបមួយដែលលោកគ្រូបានដាក់នៅក្នុង slide មានរូបអប្សរាដែលមានសក់ប៉ោងហើយមានកដាស់មួយដែលលោកគ្រូបានដាក់បាទលោកគ្រូតាមការសិក្សារបស់ខ្ញុំហើយតែងតែសង្កេតមើលឃើញថារូបមួយហ្នឹងដូចជាការហោះហើរមួយនៃមនុស្សនៃបុគ្គលមួយហ្នឹងបុគ្គលដែលជាអប្សរាមួយហ្នឹងយើងមើលឃើញសពុតបនគាត់គឺហោះឡើងលើសក់បនគាត់បែបប៉ោងអាហ្នឹងខ្ញុំមើលឃើញបែបហ្នឹងហើយខ្ញុំយល់ឃើញបែបហ្នឹងការកាន់ជាមួយនឹងដូចនិយាយថាជាกระดาษមួយឬក៏ជាសភៅមួយដែលមានអក្សរបែបហ្នឹងនេះមានចម្ងល់មែនទែនតែខ្ញុំគិតថាប្រហែលជាmanuscript ឬក៏សភៅដែលយើងថាជាការចារនៅលើស្លឹករឹតអីផ្សេងតែខ្មែរយើងធ្លាប់មានឃើញនៅតាមផ្ទាំងសិលាចារឹកមួយចំនួនផងដែរខ្ញុំយល់ឃើញថាដូចជាមានការហោះហើរមួយនៃសកម្មភាពបនគាត់ហើយរូបនេះមាន connect ជាមួយនឹងរូបអប្សរា4ទៀតនៅខាងឆ្វេងនៅខាងស្ដាំដៃគាត់ហើយពស់ដែលប្រហោងដែលនៅក្រោមដើមទ្រូងគាត់ហ្នឹងយើងមើលឃើញថាដូចជាប្រហោងអីមួយយ៉ាងប៉ុន្តែសួរទៅអ្នកដែលធ្លាប់នៅតំបន់ប្រាសាទអង្គរវត្តហើយនឹងអ្នកដែលគាត់ជាប្រាសាទអង្គរវត្តគាត់ថាបែកបាក់ដោយសារក្របបែកដោយសារសង្គ្រាមនៅក្នុងសម័យនោះប៉ុន្តែខ្ញុំបានឆ្លងកាត់ហើយខ្ញុំដើរមកចំហៀងខ្ញុំងាកទៅមើលឃើញរូបអប្សរានេះគឺនៅក្រោយតំបន់ប្រាសាទអង្គរវត្តហើយមានរូបអណ្ដើកពេលយើងងាក
មកឆ្វេងដៃយើងប៉ុន្តែខាងស្ដាំដៃបងគាត់គឺយើងមើលឃើញរូបអណ្ដើកភ្លាមនោះខ្ញុំបានគិតទៅលើការដើរទៅសារមន្ទីរមួយសារមន្ទីរព្រះនរោត្តមនៅខេត្តសៀមរាបគឺបានរកឃើញអណ្ដើកមែនហើយមានភិនភាគនៃការបិទផ្ចិតគោរពនៃស្នូកអណ្ដើកគឺស្រដៀងជាមួយនឹងរូបជាមួយនឹងផ្ទាំងថ្មដែលបានបែកហ្នឹងអញ្ចឹងនៅក្នុងអណ្ដើកហ្នឹងបានព័ត៌មានពីសារមន្ទីរគាត់បាននិយាយថានៅក្នុងហ្នឹងគឺសម្បូរទៅដោយគុជត្អូងមួយចំនួនដែលគាត់បានរកឃើញនេះជាអ្វីដែលខ្ញុំបានស្រាវជ្រាវខ្ញុំបានសិក្សាដោយសារខ្ញុំនៅសៀមរាបខ្ញុំរយៈពេលនោះខ្ញុំក៏ចូលចិត្តជាមួយនឹងសកម្មភាពមួយហ្នឹងដែរក៏បានគិតថារឿងនេះជាការគិតរបស់ខ្ញុំហើយនេះអ្វីដែលជាការចែករំលែករបស់ខ្ញុំហើយសង្ឃឹមថានេះជាចំណេះដឹងមួយពីអប្សរាដែលខ្ញុំបានសិក្សាពីគាត់នៅក្នុងប្រាសាទអង្គរវត្តហើយមើលសរុបទៅខ្ញុំគិតថាប្រាសាទអង្គរវត្តពិតជាដំណើរមួយនៃពេលវេលាដ៏អស្ចារ្យមែនទែននៅក្នុងទឹកដីប្រទេសកម្ពុជាយើងហើយពេលខ្ញុំសិក្សាជាមួយនឹងរូបអប្សរានេះគឺខ្ញុំមានអារម្មណ៍ខ្លាំងមែនទែនហើយមានអ្នកដែលដើរកាត់មួយចំនួនធំគឺគាត់ថារូបហ្នឹងមានអីចម្លែកមែនទែនទៅនៅប្រាសាទអង្គរវត្តពិតជាមានរឿងច្រើនមែនទែនដែលចម្លែកដែលជាការអាត់កំបាំងដោយលោកគ្រូគាត់បាននិយាយហ្នឹងថាមានរឿងខ្លះដែលយើងនឹកស្មានអត់ដល់ថាវាជាស្អីអញ្ចឹងនេះជាអ្វីដែលជាអំណះអំណាងរបស់ខ្ញុំលោកគ្រូអញ្ចឹងខ្ញុំមានសំណួរមួយលោកគ្រូខ្ញុំពិតជាមានមោទនភាពមែនដែលចូលរួមក្នុងសកម្មភាពកម្មវិធីថ្ងៃនេះចង់សួរទៅលោកគ្រូមួយសកម្មភាពនេះដែរលោកគ្រូធ្លាប់បានធ្វើជាមួយនឹងសហគមន៍ដូចកាយទេសចរពួកសហគមន៍កាយដែលគាត់នាំភ្ញៀវទៅប្រាសាទទៅអីដែរទេលោកគ្រូនេះជាសំណួររបស់ខ្ញុំអរគុណច្រើនលោកគ្រូខ្ញុំអត់ធ្លាប់ទៅបានទៅចូលរួមប៉ុន្តែយូរម្ដងខាងយូរឯងបានតែម្ដងទេខាងអាជ្ញាធរអប្សរាគេហៅឲ្យទៅនិយាយកាលនោះភ្លេចទាំងនិយាយរឿងអីទៀតហើយទៅដូចនិពន្ធយ៉ាងណានិយាយពីភាសានិពន្ធហើយបានទៅនិយាយតែម្ដងហ្នឹងក៏អត់បានប្រាប់គេតទៀត so just in summary to our friends from in English he just made his observations of one of the particular figures right there he make an observation seeing that the dress the skirts of the ladies is flying up the hair is flying up and when he walk around because he has a lot of times in Siem Reap he walk around he sees some place he see turtles and so this is just his observation and one of his questions was to ask me whether I give the lectures to tour guides and I said I was invited only by the Apsara authority for lectures and I didn't remember what was maybe the Nippon temples it is interesting as well thank you ដោយសារយើងដល់ពេលវេលាហើយដូច្នេះខ្ញុំសូមថ្លែងអំណរគុណម្ដងទៀតដល់លោកគ្រូសុភារិទ្ធដែលបានជឿចូលធ្វើជាវាគ្មិនធ្វើបទបង្ហាញនៅល្ងាចនេះអរគុណអស់លោកស្រីទាំងអស់ដែលបានចូលរួមស្ដាប់ហើយខ្ញុំសូមប្រកាសបិទកម្មវិធីតែត្រឹមនេះ Thank you very much and please have a very good evening